ជំរាបសួរសូមស្វាគមន៍មកកាន់នាទីអានរឿងរបស់លក្ខម៉ាឡែនសូមជូនរឿងបេះដូងកវីភាគ16បន្ទាប់ពីត្រឡប់ពីបន្ទាយមានជ័យវិញពិចិត្រក៏និយាយជាមួយវិនិតប៉ុន្មានថ្ងៃមុនលោកចាងវាងទេមកបងគឺព្រោះតែចង់ឲ្យបងនាំឯងត្រឡប់ទៅវិញការពិតផលិតករនៅក្នុងក្តីស្រមៃរបស់ឯងនោះគិតបានមកដល់ក្រុមហ៊ុនយើងគឺដើម្បីជួបឯងគិតពេញចិត្តចំពោះស្នាដៃឯងហើយពេលនេះគិតកំពុងតែរងចាំឯងត្រឡប់ទៅភ្នំពេញជាមួយបងទៅបានទេខ្ញុំមិនទៅទេខ្ញុំមិនចង់ចាក់ចោលផ្ទះទៀតទេវិនិតវាមិនមែនជាកំហុសរបស់ឯងទេឯងបានខិតខំប្រឹងប្រែងហើយខ្ញុំចង់រងចាំវិណាតចង់ឃើញគេត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពពេលនោះពួកយើង3នាក់បងប្អូននឹងដូចជាពេលមុនអញ្ចឹងពួកយើងសប្បាយរីករាយជួយម៉ែធ្វើការងារឬក៏អាចរកការងារចិត្តនេះធ្វើដើម្បីរកប្រាក់ជីវភាពបែបនេះវាប្រសើរណាស់សម្រាប់គ្រួសារយើងបងត្រឡប់ទៅវិញទៅទោះជាគ្មានខ្ញុំក៏ខ្ញុំជឿថាបងអាចធ្វើវាបានកុំបារម្ភអីខ្ញុំនឹងរស់នៅដោយសេចក្តីសុខតើអញកំពុងនិយាយអីហ្នឹងទោះយ៉ាងណាខ្ញុំមិនត្រឡប់ទៅវិញទេវិនិតតើចិត្តតស៊ូនឹងក្តីស្រមៃរបស់ឯងទៅណាអស់ហើយព្រោះតែក្តីស្រមៃនឹងឯងទើបធ្វើឲ្យប្អូនខ្ញុំខ្លាចជាយ៉ាងនេះវាមិនមែនជាកំហុសឯងឯណាវាជាកំហុសខ្ញុំជាបងមិនល្អធ្វើឲ្យប្អូនធ្លាក់ខ្លួនដល់ថ្នាក់នេះវិណាតដឹងខ្លួនហើយតែគេមិនបានបន្ទោសឯងទេឯងដឹងថាគេនិយាយអ្វីខ្លះជាមួយបងទេគេដឹងថាឯងប្រកាសជាឈឺចិត្តខ្លាំងណាស់ចំពោះគេឲ្យបងមើលថែឯងជួយឲ្យក្តីស្រមៃឯងខ្លាចជាការពិតគេមិនចង់ព្រោះតែគេធ្វើឲ្យឯងបាក់ទឹកចិត្តបន្ទោសខ្លួនឯងយ៉ាងនេះទេគេចង់ឃើញឯងសម្រេចក្តីបំណងឯងដឹងទេគេចង់ឃើញបងស្រីរបស់ខ្លួនជាមនុស្សជោគជ័យមិនចង់ឃើញឯងបរាជ័យដូចជាខ្លួនគេនោះទេស្ដាប់បានទេបងដឹងថាឯងស្រឡាញ់និងបារម្ភពីប្អូនប៉ុន្តែបើពួកគេដឹងថាឯងសម្រេចចិត្តបែបនេះវិណាតនិងវិនិតនឹងមិនខុសពីឯងពេលនេះទេឯងធ្លាប់ស្ដីបន្ទោសបងជាមនុស្សមិនបានការក្តីស្រមៃតូចចង្អៀតតែបងបានប្រឹងប្រែងហើយពេលនេះជាឱកាសល្អសម្រាប់ឯងហើយក្រែងឯងចង់ឲ្យមនុស្សទូទាំងពិភពលោកស្ដាប់ចម្រៀងឯងបងអាចត្រឡប់ទៅវិញដោយគ្មានឯងប៉ុន្តែមនុស្សជាច្រើនមិនអាចបាត់បង់ឯងទេពិចិត្រក្រសោបដៃវិនិតហើយក៏ដាក់ក្បាលនាងមកលើស្មារបស់ខ្លួនវិនិតនៅតែខ្សឹកខ្សួលមិនអាចតបស្ដីអ្វីទាំងអស់យុវជនអង្អែលក្បាលនាងថ្នមឯងទៅសម្រាប់ទៅស្អែកព្រឹកបងនៅចាំឯងនៅផ្ទះសំណាក់បងមិនចង់ចាក់ចេញទៅដោយគ្មានឯងទេពិចិត្រស្រដីហើយក៏ចេញទៅទោះបីជាមានគំនិតជាអ្នកនិពន្ធតែយ៉ាងម៉េចវិនិតនៅតែមានគំនិតក្មេងខ្ចីទឹកចិត្តនៅតែធ្លាក់ចុះការតស៊ូស្ទើរតែបាត់អស់នាងអង្គុយសេញជប់សេញជឹងនៅលើគ្រែតែម្នាក់ឯងសំឡេងគោះទ្វារបន្លឺឡើងកូនយ៉ាងម៉េចហើយមិនអីទេម៉ែកូនត្រឡប់ទៅភ្នំពេញទៅខុសមកពីម៉ែដែលមិនបានថែទាំប្អូនឯងឲ្យបានល្អម៉ែវិណាតទៅជាយ៉ាងនេះហើយបើឯងបោះបង់ក្តីស្រមៃរបស់ឯងព្រោះតែរឿងនេះម៉ែរឹតតែខុសធ្ងន់ថែមទៀតម៉ែនិងប្អូនឯងសុទ្ធតែចង់ស្ដាប់ចម្រៀងរបស់ឯងម៉ែសន្យាម៉ែនឹងមើលថែប្អូនឯងឲ្យបានល្អមិនឲ្យរឿងបែបនេះកើតឡើងទៀតទេបងកុំបារម្ភអីខ្ញុំនឹងធ្វើជាកូនល្អជាប្អូនល្អរបស់បងហើយចាំបងប្រុសចេញមកវិញពួកខ្ញុំនឹងទៅលេងបងខ្ញុំជួយរៀបអីវ៉ាន់ឲ្យបងម៉ែចង់ឃើញវិនិតសម្រេចក្តីស្រមៃរបស់ខ្លួនចង់ឃើញក្មេងស្រីដែលជាកម្មករម្នាក់ខ្លាចជាកវីដ៏មានសមត្ថភាពនិងមានឆន្ទៈពិតប្រាកដម៉ែខ្ញុំរៀបចំរួចហើយពេលនេះបងពិចិត្រប្រហែលជាចាំបងហើយតោះខ្ញុំជូនបងទៅកូនទៅចុះថែរក្សាខ្លួនឲ្យបានល្អណាកូនជម្រាបលាម៉ែហើយពិចិត្រឈរចាំវិនិតនៅមុខផ្ទះសំណាក់អស់រយៈពេលជិត1ម៉ោងទៅហើយគ្រាន់តែក្រឡេកឃើញវិនិតភ្លាមនាយសប្បាយចិត្តណាស់លុះមកដល់រាជធានីភ្នំពេញភ្លាមយុវជនទាំងអស់រួមទាំងវិនិតក៏ទៅជួបលោកចាងវាងភ្លាមតែម្ដងវិនិតបានលើឡើងដោយអាការៈភ្ញាក់ផ្អើលលោកពូគឺនាងគឺវិនិតលោកស្គាល់នាងនាងជាក្មេងស្រីដែលខ្ញុំបានជួបនៅក្នុងសួនច្បារគឺនាងនឹងហើយជាអ្នកនិពន្ធដែលលោកចង់ជួបនោះម៉ៃគាត់លោកពូជាផលិតករនិងជាអ្នកនិពន្ធបទភ្លេងនោះត្រូវហើយនាងក៏ស្គាល់ខ្ញុំដែរចាហេតុអីក៏ថ្ងៃនោះខ្ញុំមិនបានចាប់អារម្មណ៍សោះអញ្ចឹងមកពីនាងកំពុងពិបាកចិត្តហ្នឹងណានេះជាក្រុមយុវជនបេះដូងពិតបាទស្វាហាប់ណាស់ពិចិត្រខ្ញុំពេញចិត្តសំឡេងរបស់លោកច្រៀងបានល្អអរគុណលោកតើពួកលោកអាចលេងបទស្នាមញញឹមឲ្យខ្ញុំស្ដាប់ដោយផ្ទាល់បានទេបាទ
យុវជនទាំងអស់រួមទាំងលោកចៅលីនាំគ្នាទៅបន្ទប់ភ្លេងទាំងអស់គ្នាបន្ទាប់ពីចម្រៀងបានបញ្ចប់លោកចៅលីក៏បន់លើឡើងលេងភ្លេងបានពីរោះមានអារម្មណ៍មានសមត្ថភាពខ្ញុំពេញចិត្តយុវជនមួយក្រុមនេះជាពិសេសបទភ្លេងរបស់ពួកលោកអាចមានសមត្ថភាពឈរលើទីផ្សារអន្តរជាតិបានលោកចាងវាងតើខ្ញុំអាចជជែកជាមួយលោកពីបញ្ហានេះបានទេបាទបានលោកអញ្ជើញលោកទៅបន្ទប់របស់ខ្ញុំបាទអរគុណដែលអ្នកទាំងអស់គ្នាបានមកជួបខ្ញុំវិនិតប្រឹងប្រែងឡើងចាអរគុណលោកពូខ្ញុំលាអ្នកទាំងអស់គ្នាសិនហើយពួកគេទាំងអស់ពិតជាសប្បាយចិត្តខ្លាំងណាស់រ៉ាណេបន្លឺឡើងផលិតករដ៏មានសមត្ថភាពម្នាក់នេះគឺអ្នកនាងសូរិយានាំមកមែនទេហេតុអីក៏អ្នកនាងស្គាល់គាត់គឺខ្ញុំធ្វើការនៅក្រុមហ៊ុនគាត់ការនៅចិនការពិតខ្ញុំបានផ្ញើ CD ចម្រៀងរបស់ពួកលោកទៅឲ្យគាត់មើលមិនស្មានថាគាត់ពេញចិត្តចាប់អារម្មណ៍មែនហើយចង់ជួបពួកលោកឆាប់យ៉ាងនេះជាពិសេសគឺនាងវិនិតតើពិភពលោកនេះពិតជាបានលើចម្រៀងរបស់ពួកយើងមែនណារ៉ាឌីបន្លឺពីចិត្តហេតុអីក៏ឯងហាក់មិនសប្បាយចិត្តអញ្ចឹងសុវណ្ណសួរគ្មានអីទេខ្ញុំទៅវិញមុនហើយតើគាត់កាត់អីហ្នឹងសូរិយាតាមសម្លឹងពីចិត្តពីក្រោយរហូតជាការពិតណាស់វាគួរតែជាភាពជោគជ័យមួយសម្រាប់យុវជនតែហេតុអ្វីបែរជានេះមិនសប្បាយចិត្តទៅវិញពេលវេលា4ឆ្នាំមុនវាជាក្តីប្រាថ្នាយ៉ាងមុតមមរបស់គូស្នេហ៍យុវវ័យមួយគូសូរិយាពិតជាបានធ្វើឲ្យក្តីស្រមៃរបស់នាងនិងពីចិត្តកំពុងតែឈានទៅដល់ចំណុចមួយដែលខ្លួនធ្លាប់ទន្ទឹងចង់បានលោកហ្វុនចៅលីបានចុះកិច្ចសន្យាមួយជាមួយក្រុមហ៊ុននីទេពគឺធ្វើការប្រម៉ូទទៅលើក្រុមយុវជនបេះដូងពិតលោកបានត្រឡប់ទៅស្រុកវិញដោយមានគម្រោងយកអាល់ប៊ុមចម្រៀងបេះដូងពិតទៅចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍នៅចិននេះគឺជាការចាប់ផ្ដើមដើម្បីឲ្យពិភពលោកមានការចាប់អារម្មណ៍លើក្រុមយុវជនខ្មែរមួយក្រុមនេះហើយក្នុងរយៈពេល1ឆ្នាំអាល់ប៊ុមបេះដូងពិតវល់2ត្រូវតែចេញជារូបរាងឡើងលោកចាងវាងពិតជាមានមោទនភាពណាស់នៅក្នុងបន្ទប់ប្រជុំលោកមានប្រសាសន៍ទៅកាន់យុវជនទាំងអស់ដោយជំនឿចិត្តក្រុមហ៊ុនយើងបានចុះកុងត្រាជាមួយក្រុមហ៊ុនលោកហ្វុនចៅលីហើយចំពោះបច្ចេកទេសថតលោកនឹងបញ្ជូនមនុស្សមកប៉ុន្តែក្នុងរយៈពេល1ឆ្នាំយើងត្រូវតែបង្កើតឲ្យបាននៅអាល់ប៊ុមវល់2តើពួកឯងមានជំនឿចិត្តទេប្រកាសជាមានខ្ញុំនឹងតាក់ទងទៅរកអ្នករ៉ាំដើម្បីមកធ្វើជាគ្រូពួកឯងពួកយើងត្រូវរ៉ាំទៀតដែរបងរ៉ាណេស៊ូត្រូវហើយបទរបស់ពួកឯងបើមានរ៉េបចូលជាមួយខ្លះរឹតតែល្អវិនិតឯងត្រូវប្រឹងប្រែងបន្តិចហើយខ្ញុំនឹងខំប្រឹងប្រែងលោកចាងវាងអូត្រូវហើយអាល់ប៊ុមពួកឯងនឹងត្រូវចាក់ផ្សាយជាសាធារណៈនៅចុងខែនេះបានហើយយើងបញ្ចប់ការប្រជុំត្រឹមនឹងចុះមានចម្ងល់អីទេគ្មានទេលោកចាងវាងអញ្ចឹងរំសាយចុះពួកឯងអាចចាប់ផ្ដើមធ្វើការងារហើយកុំភ្លេចណាថ្ងៃសៅរ៍អាទិត្យនាំគ្នាមកហាត់រ៉ាំនៅក្រុមហ៊ុនបាទវគ្គ7ការឈានជើងចូលទីផ្សារអន្តរជាតិរយៈពេល1ឆ្នាំគឺមិនលឿនទេតែក៏មិនយូរដែរក្រុមយុវជនបេះដូងពិតខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនរាល់ពេលត្រឡប់ពីសាលាវិញវិនិតទម្លាក់កាបូបចុះរត់ទៅចូលរួមជាមួយក្រុមយុវជនពេលខ្លះនាងស្ទើរតែភ្លេចញ៉ាំបាយក៏មានដល់វេលាយប់នាងឆ្លៀតពេលធ្វើការងារសាលាលុះពេលធ្វើចប់ហើយនាងក៏ចាប់ផ្ដើមធ្វើបទភ្លេងបន្តទៀតសកម្មភាពបែបនេះវាធ្វើឲ្យនាងស្ទើរតែត្រឹមមិនបានទៅហើយប៉ុន្តែកម្លាំងចិត្តរបស់នាងគឺខ្លាំងក្លាណាស់ស្នាមញញឹមរបស់នាងធ្វើឲ្យយុវជនទាំងអស់គ្មានការហត់នឿយឡើយប៉ុន្តែពីចិត្តបារម្ភនឹងសុខភាពវិនិតណាស់រ៉ាណេបន្លឺវិនិតឯងទៅក្រុមហ៊ុនទេនាងមិនបានរៀនរំឯណាឯងនៅផ្ទះសម្រាប់ហើយពីចិត្តតបមិនអីទេបងខ្ញុំត្រូវទៅជួបលោកចាងវាងផងអញ្ចឹងពួកយើងទៅទាំងអស់គ្នាទៅដល់ក្រុមហ៊ុនក្រុមយុវជននាំគ្នាទៅហាត់រ៉ាំដូចធម្មតាចំណែកវិនិតនាងយកឯកសារទៅជួបលោកចាងវាងឯងមកហើយអង្គុយមកនេះចម្រៀងថ្មីពីរបទអញ្ជើញលោកចាងវាងពិនិត្យជាភាសាអង់គ្លេសផងចាខ្ញុំបញ្ចូលជារ៉េបនៅវគ្គចុងបញ្ចប់ចាំថ្ងៃច័ន្ទពួកយើងចាប់ផ្ដើមសមឯងមិនស្រួលខ្លួនមែនទេអូអត់អីទេខ្ញុំទៅវិញហើយលោកចាងវាងឯងទៅផ្ទះវិញចាអត់ទេខ្ញុំចង់ទៅមើលពួកគាត់រៀនរ៉ាំមួយផ្លេតហើយនឹងទៅបន្ទប់ភ្លេងអូអញ្ចឹងទៅចុះរោគប្រចាំកាយវិនិតចាប់ផ្ដើមទៀតហើយពេលនេះនាងកំពុងតែនៅក្នុងបន្ទប់ទឹកយុវតីចង់ប្រឆាំងនឹងការឈឺចាប់នេះប៉ុន្តែរាងកាយរបស់នាងមិនអាចត្រឹមត្រូវបានឡើយទឹកមុខនាងស្លេកស្លាំងដូចខ្មោចអញ្ចឹងចំណែកខ្លួនបែកញើសជោកនាងស្ទើរតែទប់ខ្លួនមិននឹងទៅហើយតែចៃដន្យសូរិយាក៏ចូលមកដល់សូរិយាស្ទុះទៅចាប់វិនិតដែលបំរុងនឹងដួលឯងកើតអីហ្នឹងទឹកមុខស្លេកស្លាំងម្លេះខ្លួនឯងត្រជាក់ណាស់មកខ្ញុំគ្រាឯងខ្ញុំនាំឯងទៅពេទ្យកុំអីអ្នកនាងខ្ញុំឈឺពោះមកខែទេគ្រាន់តែមកខែហេតុអីក៏ឯងពិបាកយ៉ាងនេះពួកយើងទៅអង្គុយលើកៅអីសិនទៅ
យ៉ាងមិនហើយมันអីទេអ្នកនាងខ្ញុំសម្រាប់ទីនេះមួយផ្លេតទៅអស់អីហើយអញ្ចឹងចាំខ្ញុំមួយផ្លេតខ្ញុំទៅយកថ្នាំមកឲ្យលេបសូរិយារត់ចេញទៅយកថ្នាំមកឲ្យវិនិតតែនៅពេលដែលនាងត្រឡប់មកវិញវិនិតឯងកាត់អីមិនក៏មកគេងត្រង់នេះវិនិតស្ទុះងើបឡើងហើយតបខ្ញុំអត់អីទេបងពីចិត្តដឹងច្បាស់ពីអាការៈវិនិតប៉ុន្តែនាងខានមានអាការៈបែបនេះមួយរយៈហើយពេលថ្មីមកនេះប្រហែលមកពីនាងមានការហត់នឿយសម្រាប់ពុំគ្រប់គ្រាន់ទើបធ្វើឲ្យនាងមានការឈឺចាប់បែបនេះយុវជនយកហាត់ទាំងពីររបស់ខ្លួនទៅក្រសោបធ្វើទាំងគូរបស់យុវតីពួកយើងទៅផ្ទះមិនអីទេបងទៅហាត់រឹមទៅអញចង់គេនៅលើកៅអីនេះហ៎បងធ្វើអីក្មេងក្បាលរឿងដូចជាឯងនេះយុវជន3យុវតីចូលឡានហើយបើកចេញទៅចំណែកសូរិយាបានត្រឹមតែលួចសម្លឹងពួកគេក្នុងអារម្មណ៍ឈឺចាប់ព្រោះនាងបានឃើញយ៉ាងច្បាស់ពីទឹកចិត្តយុវជនទៅលើវិនិតព្រោះតែការងារធ្វើឲ្យពួកគេពុំបានគិតដល់រឿងអ្វីផ្សេងឡើយស្នាមញញឹមដែលទៅព្រមជាមួយគ្នាភាពឯកាពុំមានតែសោះឥឡូវសម្រាប់នៃស្នាមញញឹមបានរីករាយដាលសាយភាយគ្រប់ទីកន្លែងវិនិតនិងយុវជនទាំងអស់អង្គុយនៅមុខទូរទស្សន៍ដែលផ្សាយចេញពីប្រទេសចិនមកអ្វីត្បិតបច្ចេកទេសថតរបស់ពួកយើងពុំទាន់ល្អឥតខ្ចោះប៉ុន្តែសម្រាប់នៃបទចម្រៀងបានទាក់ទាញអារម្មណ៍អ្នកស្ដាប់ឲ្យធ្លាក់ក្នុងមនោសញ្ចេតនាយ៉ាងពិតប្រាកដពេលវេលាមួយប្រពេចភ្នែកសោះកន្លងហួស1ឆ្នាំទៅហើយអាល់ប៊ុមចម្រៀងបេះដូងពិតវល់2បានលេចចេញជារូបរាងឡើងទូទាំងប្រទេសពុំអនុញ្ញាតឲ្យមាន CD ឬ VCD ចម្លងរបស់ផលិតកម្មនេះទេឡើយហើយអាល់ប៊ុមចម្រៀងនេះក៏ត្រូវបាននាំចេញទៅលក់នៅបរទេសដែរមិនតែប៉ុណ្ណោះទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសរួមទាំងបណ្ដាអ្នកកាសែតមានការចាប់អារម្មណ៍ជាខ្លាំងចំពោះអាល់ប៊ុមចម្រៀងវល់2នេះជាការពិតណាស់ដោយមានការសហការជាមួយក្រុមហ៊ុននៅចិនទាំងបច្ចេកទេសថតសម្លេងនិងរូបភាពគឺផលិតចេញមកមិនចាញ់ប្រទេសមួយចំនួននៅលើសកលលោកឡើយជាពិសេសនៅក្នុងអាល់ប៊ុមទី2នេះមានទាំងបទជាភាសាអង់គ្លេសផងដែលបទនេះបង្ហាញពីទឹកចិត្តស្រឡាញ់និងការផ្ដល់កម្លាំងចិត្តរបស់មនុស្សម្នាក់ទៅកាន់មនុស្សទូទាំងពិភពលោកហ្វុនជូលីបានពិភាក្សាគ្នាជាមួយលោកប្រាក់នីហើយបានទទួលធ្វើសន្និសីទកាសែតមួយនៅប្រទេសចិននៅក្នុងដំណាច់ខែនេះដំណឹងនេះគួរជាទីរីករាយណាស់សម្រាប់យុវជនបេះដូងពិតជាពិសេសវិនិតដែលសម្លឹងឃើញស្នាដៃរបស់ខ្លួនកំពុងអង្រួនបេះដូងអ្នកស្ដាប់ជាពិសេសបេះដូងយុវជនខ្មែរនិងម្ចាស់ផលិតកម្មក្នុងស្រុកឲ្យកម្រើកឡើងវិញក្នុងការធ្វើអាល់ប៊ុមទី2នេះធ្វើឲ្យពួកគេនឿយហត់ពេកហើយប៉ុន្តែវិនិតមិនដែលភ្លេចទេទៅម្ដាយនិងសួរសុខទុក្ខប្អូនឡើយបន្ទាប់ពីបានដំណឹងថាវិណាតចេញពីមណ្ឌលកែប្រែនាងក៏បានធ្វើដំណើរមកដល់ទីរួមខេត្តសៀមរាបនៅតាមបណ្ដោយផ្លូវយុវតីបានមើលឃើញអតីតកាលទាំងអស់កាលពី1ឆ្នាំមុននាងញញឹមហើយក៏ស្ទុះរត់យ៉ាងលឿនទៅរកម្ដាយដែលកំពុងកាន់អំបោសសម្អាតផ្លូវអ្នកម្ដាយអោបកូនដោយក្តីនឹករលឹកម៉ែវិនិតនេះកូនត្រឡប់មកផ្ទះហេតុអីក៏មិនទេប្រាប់ម៉ែគឺចង់ឲ្យម៉ែនិងប្អូនភ្ញាក់ផ្អើលនឹងណាមកខ្ញុំជួយម៉ែបានហើយចិត្តរួចហើយឯងទៅអង្គុយសម្រាកសិនទៅមិនអីទេខ្ញុំខានបោះយូរហើយម៉ែទុកឲ្យខ្ញុំវិញវិណាតប្រហែលជាសប្បាយចិត្តហើយនៅពេលឃើញឯងមកទទួលគេបែបនេះនោះម៉ែថាមើលហេតុអីក៏វាមិនឲ្យពួកយើងទៅទទួលអញ្ចឹងវាថាចង់មកផ្ទះវិញដល់ខ្លួនឯងកុំអារម្មណ៍អីវិណាតចេះគិតច្រើនហើយកូនបោះចុះម៉ែចូលផ្សារទិញម្ហូបមួយផ្លេតវិនិតបោះសម្អាតថ្នល់ដោយទម្លាប់ដែលនាងធ្វើកន្លងមកលុះត្រឡប់មកដល់ផ្ទះវិនិតរត់ទៅទទួលអោបនាងដោយសេចក្តីរលឹកជាពន់ពេកមួយសន្ទុះក្រោយវិនីនិងតារាក៏មកដល់វិនីបន្លឺខ្លាំងត្រេកអរណាស់ស្ទុះទៅអោបវិនិតខ្ញុំនឹកឯងណាស់តើដឹងទេខ្ញុំក៏នឹកឯងដែរឯងកុហកសំបីតែទូរស័ព្ទក៏ឯងមិនដែលទេមកខ្ញុំផងឯងនឹកយ៉ាងម៉េចសុំទោសការងារមកមានញឹកពេកទឹកគ្មានពេលទេមកនឹងណាអោបគ្នាអស់ចិត្តហើយនៅមិនទាន់អស់ចិត្តទេវិនិតនាងគួរតែអោបខ្ញុំម្ដងហើយណាអ្នកណាឲ្យវិនិតទៅអោបឯងនោះបានហើយនិយាយលេងតាពួកយើងអង្គុយសិនទៅមិនក៏ឯងស្គមម្លេះហាត្រូវហើយនាងស្គមជាងមុនណាមានស្គមឯណាមិនមែនពួកឯងខិតជាងមុនទេត្រូវហើយរវល់តែនិយាយភ្លេចជួយធ្វើម្ហូបមីងបន្តិចទៀតវិណាតប្រហែលជាមកដល់ហើយមិនអីទេថ្ងៃនេះបងបានជួបមិត្តសម្លាញ់ទុកឲ្យខ្ញុំជួយម៉ែបានហើយមិនបានទេអញ្ចឹងពួកយើងជួយគ្នាទៅម្ហូបអាហារត្រូវបានរៀបចំរួចជាស្រេចមួយស្របក់ក្រោយយុវជនគ្មានសក់ក្បាលម្នាក់ដើរចូលមកដោយកាយវិការស្វាហាប់នាយទុកអីវ៉ាន់ទៅម្ខាងហើយលូតជង្គង់ចុះពីមុខម្ដាយនិងបងស្រីម៉ែបងស្រីខ្ញុំត្រឡប់មកវិញហើយសុំទោសមីងវិណាវិនិតនិងវិនីតពិតជាក្តុកក្តួលណាស់ស្នាមញញឹមលាយដំណក់ទឹកភ្នែកស្ទើរតែនិយាយមិនចេញកូនត្រឡប់មកវិញហើយរឿងកន្លងបំភ្លេចចោលចុះកូននៅតែជាកូនល្អរបស់ម៉ែ
ខ្ញុំគិតថាពួកយើងគួរតែរីករាយទៅប្រសើរវិណាតឯងចង់ឲ្យម៉ែនិងបងស្រីឯងឈោដល់ណាទៀតពិតមែនហើយម៉ែអង្គុយចុះទៅអាយ៉ាថ្ងៃនេះមកហូបច្រើនមុខណាស់ហើយសុទ្ធតែឆ្ងាញ់ទៀតម៉ែធ្វើរងចាំបងនឹងណាអញ្ចឹងថ្ងៃនេះខ្ញុំនឹងញ៉ាំឲ្យបានច្រើនទាំងអស់គ្នាជួបជុំគ្នាបាយល្ងាចយ៉ាងរីករាយ2ថ្ងៃកន្លងទៅហើយដែលវិនិច្ឆ័យស្នាក់នៅផ្ទះដ៏កក់ក្ដៅរបស់ខ្លួននាងបាននាំវិណាទៅចុះឈ្មោះចូលរៀនថ្នាក់ទី12សាជាថ្មីក្នុងរយៈពេល2ថ្ងៃនេះវិនិច្ឆ័យហាក់ដូចជារីករាយណាស់ថ្ងៃនេះនាងបានទៅជួយសម្អាតផ្លូវម្ដាយនាងសួរថាហេតុអ្វីក៏យុវតីមិនឲ្យម្ដាយឈប់ពីការងារនេះព្រោះពេលនេះគ្រួសាររបស់នាងមិនលំបាកយ៉ាប់យ៉ឺនដូចជាពេលមុនឯណាស្ថិតក្នុងឯកសណ្ឋានជាកម្មករសម្អាតផ្លូវសាធារណៈមីងណាសម្លឹងទៅកូនស្រីដែលកាន់អំបោសនឹងដៃដោយទឹកមុខញញឹមហើយបន្លឺឡើងកូនជាអ្នកនិពន្ធដ៏ល្បីហើយហេតុអីក៏នៅតែមកបោសសម្អាតជាមួយនឹងម៉ែទៀតកូនមិនខ្មាស់គេទេម៉ែនិយាយអីហ្នឹងកូនមានរឿងអីត្រូវខ្មាស់គេកូនអាចរស់នៅរហូតមកដល់សប្តាហ៍ថ្ងៃគឺពឹងលើម៉ែដែលធ្វើការងារនេះបើកូនមានអារម្មណ៍ថាខ្មាស់គេអញ្ចឹងបានន័យថាកូនកំពុងបំភ្លេចកំណត់ខ្លួនឯងហើយមែនទេម៉ែឯងគិតអញ្ចឹងម៉ែសប្បាយចិត្តណាស់និយាយអញ្ចឹងតើកូនត្រឡប់ទៅភ្នំពេញវិញនៅពេលណាថ្ងៃអាទិត្យនេះម៉ែទៅចិនត្រូវប្រយ័ត្នប្រយែងផងស្ដាប់បានទេចាមួយរយៈដែលវិនិច្ឆ័យត្រឡប់ទៅសៀមរាបនៅក្នុងផ្ទះហាក់បីដូចជាស្ងប់ស្ងាត់បន្តិចពីចិត្តរសេះរសោះគេងមិនលក់តែសោះនាងងើបដើរចុះឡើងពេញផ្ទះមួយសន្ទុះក៏ទាញទូរស័ព្ទឡើងអាឡូឯងចេញហើយហ៎ចាបងមានការអីហ៎ឯងសុខសប្បាយទេចាសុខចុះបងវិញមិនអីទេឯងបានជួបវិណាតហើយហ៎ចាគេសុខសប្បាយទេហើយចេះគិតច្រើនជាងមុនចូលរួមរីករាយផងណាអញ្ចឹងតើឯងត្រឡប់មកវិញថ្ងៃណាថ្ងៃអាទិត្យនេះចុះបងទាំងអស់គ្នាសុខសប្បាយទេបងពួកគេថាអត់សុខណាស់ព្រោះតែឯងមិននៅយកល្អឯងឆាប់ត្រឡប់មកវិញមកកុំចាំដល់ថ្ងៃអាទិត្យអីមិនបានទេខ្ញុំចង់នៅជាមួយម៉ែនិងប្អូនឲ្យបានយូរបន្តិចតើបងមានបានទៅលេងអ៊ំប្រុសអ៊ំស្រីទេបងគួរតែឧស្សាហ៍ទៅលេងពួកគាត់ព្រោះពួកគាត់ចាស់ហើយគាត់ក៏ត្រូវការឃើញមុខកូនដែរឈប់អង្គរឿងជាមួយពួកគាត់ទៅឯងស្ដីឲ្យបងហ៎មិនបានស្ដីទេតែបងគួរតែទៅលេងនឹងគាត់ចាំបងគិតមើលសិនឈប់និយាយជាមួយកូនអាកតញ្ញូដូចជាបងហើយរាត្រីសួស្ដីពីចិត្តគិតដល់សម្ដីវិនិច្ឆ័យពិតជានឹកដល់លោកទាំងពីរពិតមែនមិនបងអង្គយូរព្រឹកឡើងយុវជនក៏ទៅដល់ផ្ទះអ្នកមានគុណទៅដល់ផ្ទះដ៏ស្គឹមស្កៃនាយក្រឡេកឃើញលោកទាំងពីរកំពុងស្រស់ស្រូបអាហារពេលព្រឹកយ៉ាងស្ងៀមស្ងាត់គ្រាន់តែរំលេចរូបពីចិត្តនៅចំពោះមុខអ្នកស្រីណាសាបន្លឺឡើងកូនប្រុសអរុនសួស្ដីប៉ាម៉ាក់ចូលមកអង្គុយមកតើកូនញ៉ាំអីហើយនៅបាទនៅទេចាំមួយផ្លេតម៉ាក់ទៅយកចានតើឯងមានការអីទៅមកដល់ទីនេះទាំងព្រឹកខ្ញុំមកលេងនឹងលោកប៉ានិងអ្នកម៉ាក់មកលេងហ៎ប៉ាមិនស្ដាប់ច្រឡំទេកំពុងជជែកពីរឿងអីហ្នឹងមិនច្រឡំទេខ្ញុំនឹកប៉ានិងម៉ាក់ប៉ានិងកូនកុំចេះតែធ្វើមុខមាំដាក់គ្នាបានទេណែកូនញ៉ាំបាយសិនទៅឯណាវិនិច្ឆ័យនាងមិនមកទេហ៎លោកពីទូសួរខ្ញុំមើលទៅប៉ានឹកនាងជាងខ្ញុំទៅទៀតមែនទេម៉ាក់ពិតមែនហើយទោះយ៉ាងណាក៏ក្មេងស្រីម្នាក់នោះធ្វើឲ្យប៉ាសើចមិនមែនដូចជាឯងទេវិនិច្ឆ័យទៅលេងផ្ទះនៅសៀមរាបហើយសុំទោសលោកប៉ាពីចិត្តលូតជង្គង់ចុះសុំទោសដែលកន្លងមកខ្ញុំធ្វើឲ្យលោកប៉ាមិនសប្បាយចិត្តឯងដឹងខ្លួនហើយហ៎បាទតើលោកប៉ាព្រមអភ័យទោសដល់ខ្ញុំទេបើឯងដឹងខ្លួនហើយប៉ាមិននឹងអាចដាក់ទោសឯងនោះងើបអង្គុយលើកៅអីមកតើនរណាអាចធ្វើឲ្យឯងដឹងខ្លួនយ៉ាងនេះគឺទទួលទូរស័ព្ទសិនទៅបាទអាឡូតើបងនៅឯណាហ្នឹងបងមានបានទៅលេងអ៊ំប្រុសអ៊ំស្រីទេបងកំពុងជជែកជាមួយគាត់ពិតមែនទេតើពួកគាត់សុខសប្បាយទេវិនិច្ឆ័យទេបាទឲ្យមកប៉ាបងកាត់អីឬឆ្លោះជាមួយអ៊ំប្រុសទៀតហើយវាមិនហ៊ានឆ្លោះនឹងអ៊ំទៀតទេអ៊ំប្រុសសុំទោសអ៊ំយ៉ាងម៉េចឯងមិនគិតមកលេងអ៊ំខ្លះទេចាអ៊ំពេលខ្ញុំទៅដល់ភ្នំពេញខ្ញុំនឹងទៅលេងអ៊ំភ្លាមល្អណាស់អញ្ចឹងនិយាយជាមួយអ៊ំស្រីឯងបន្តិចទៅជំរាបសួរអ៊ំស្រីតើសុខសប្បាយទេចាសុខសប្បាយទេអ៊ំចុះអ៊ំវិញអ៊ំមិនត្រឹមតែសុខទេថែមទាំងសប្បាយទៀតផងឯងដឹងទេឪពុកកូនពីរនាក់នេះគឺត្រូវរើគ្នាវិញហើយអ៊ំត្រូវអរគុណឯងពេលត្រឡប់មកវិញត្រូវតែមកលេងអ៊ំមុនគេស្អាប់បានទេ
จ้าอมจังเป็นนักบานหายสดสบายนะจมเรียบรีอมใส่มวยระยะเป็นใครได้ขมิ้นวินิตวิหะโดยจะอยู่ครั้งนะสำหรับอยู่วิจวนราในดอกดังหามถมรวยบันเลอลางตาไงนะเติบใส่จะเหมาะนุตลอดหมกเว้นไอซูเนนะราดีตอบย้ำเติบบรรทบให้อยู่วิจวนแต่อ้อนำคดีสำลังมือปิจัดได้เจงเตอสกวันบันเลอปูไอมันเนี่ยอย่างไม่นังก็นั่นแต่อัดใส่จะเหมาะเนี่ยนุสซะให้ไอ้กว่าสงับเงียนอย่างนี้จบบอลมันนึกเนียงเต้ในใจเตอปัจจุบันนึกเนียงเมนนั่งย้ำเติบบรรทบให้บันนาบันเลอมันเนี่ยตีทายแน่ไอ้ท่าตะมือขนมจำน้ำปุยยืงแต่งปรามเนี่ยนนนะได้นึกใส่จะเหมาะนุจึงเก๋ประกอบจิตขยมให้ราเนตอบมันเมนไอมันเมนขยมให้ก็มันเมนบองได้นุคือปุกเกิดตั้งปีให้วีโวให้ติโลคลายจีสนายหาไตรกาวติดังกลมนิยิบได้ปรามไงกันลองพอดเตอวินิตบานตลบหมอกมุนไงกำหนดตายเปหมอกดอกเตียเนียงปุ่มบานเคยเนื้อนาเตือนแต่สอก็เกิดถายุบจนตึงออกประกอบจินกรมพลลูกเรียบจำตกได้ไอวันหายเนียงก็ประยับเจงเตอหมอกดอกกรมพลยุบไตบานเคยปิจัดนังโซริยากำปงจุใจเนียปุยังคันจุใจเนียแบบนี้ยูหายออกคนหายแต่เนียงจุยเอาขยมีนไงนี้บ้องนิยิไอนังเตียงออกนี้คือบานมาปีการขัดคอมปรองปลายดอกบปุบองขยมกรันไตจีเนนำเพลปนอตาบองเตรียมครูนขนมการเปิดสอนในสักษาโดยไฮเมนเตขยมกระทาวีประหายจุกมีนปัญหาไว้การลางเตตราหายตาวินิตตลอดมาเป็นเปนะทั้งไงอาเตสไอนี่เมื่อเติบบ้องโดยจีนเนียงนะตาเมนเตเป็ดเมนไฮเป็ดแดนเนียงแล้วขนมเตมันสงัดเตบ้องนักวินิตโดยจีนขยมปีเปมนเมนเตสมโตขยมมันกูสูบองจังเตแต่ตัวเจียงนะขยมจรนายนักวินิตขนมเปนิดนะฮัดไอคนเนียงเบียนจุกจวนวิเคราะห์แต่นักระลึกเนียงอย่างนี้มันโดยจิตขยมเตบัดสมาออกระยะเปบุญชนามขยมสมานทับบองเลยนักขยมสูบบองมวยสำนัวบานเตปัสสันจิตมีนวินิตตาบองเลยนักขยมเตขยมมันได้บอมเพลกเนียงลายปนตายบ้องชอบสลังขยมเมนเตปุยยังรับอ่านคณีเตรียมจิมัดเพียบานหายปัสสันจิเป็นนุขยมมันจะเจนปีบองให้ตัวจิบองบานจูบนังวินิตตาปุยยังชินอัพเลยนิเตขยมมันดังเตแต่ขยมจังไอเนียงโยนไม่จางการจะเจนดอกบอลเนียงคือมันเขาเตปัสสันจิขยมกับขยมทั่วแบบหนุได้เนี่ยแต่เขาคือขยมเมนเนี่ยมันกู้ทั่วไอเนียงมีการเปิดตาลายปนตายบ้องในแต่คังหนังขยมเมนเตการเปิดบ้องในแต่สลังขยมบ้องทั่วจีสลังวินิตก็โปรแต่จังเป็นชื่อขยมเมนเตเปิดเมนเตบ้องในสลังขยมบ้องไม่หนังอาจบังพลิกขยมเงียอย่างนี้สุริยาสระวาเอาอยู่วิจวนปีกเราเจ็บเตียงดำหนักตึกพเนจำนายวินิตก็สระตึกพเนโดยคณีเนียงไปขนองแต่เลยจุนเจียงมาคางเปิดเมนหายในเปลือสุริยาในเย็บแบบหนูเนียงก็มีอารมณ์ทาคล้วนไอเปิดจุดเขามันกลัวคลายเจเนเจียดเจริญกูสไนมือกูนิลายแต่ตะเพียบระบบเนียงคือทันนักน้องกายพเนวันนาอยู่วิจวนดังทาวินิตกำปงแต่เกิดไอในบำรองดาวโจตรุเนียงตายเนียงก็ได้เจงเตอวันนาได้ตามวินิตระโหดปิจัดเบตไดสุริยาเจงปีคลูนกรมเทอแบบนี้ไอสมโตขยมมันดังไฮดเอาไว้ขยมปลายจีอาจบำพลิกเนียงบานุเตเนียงบำพลิกขยมเตปิจัดนิยัยหายก็ได้เจงวินิตองคุยเลิกกับไอใบสตูดิโอไฮก็ดอดังหามทอมวันนาบองไฮตึกหมกเยิมไฮก็เตอองคุยกับใบเนียงไอหมกดอยปิ่งกาไฮไอมันปราบปุเยิงบองขยมกระทาทั่วไอปุบองพยับอาลังนะไอมันไอเตขยมไหมบ้องเคยไอดอดังหามทอมเคยท็อปปีเรื่องไอขมิ้นเต้ปีจัดกระเลยเคยวินิตเตรออนนะบอมรองสตูโจเตอร์ปนแต่ไอบันจูปีจัดไฮเนอจ้าเนเต้น่ะบองไอฮัดไอกับบองไอแก้วกระดาษนี่หมกขยมไอจำมือบองนะวันนั้นยกแก้วกระดาษหมกกรบเหมือดให้ใส่อย่างคลังวินิตออกสำนักนะเนียงก็เทตามอ๋อจานะมันตับปีสไรหายเนียงหักโดยจิบานทูสไรจึงบนก็บรรเลอตะการวันนาฮัดไอ้กับบองนึกเคยวิธีนี้มาปิดบองเคยไอมันสบายจัดดังนะตาแต่เล่นเตี้ยสบายเต้สบายนะบองวันนั้นนำวินิจใจปีนี้ปีนุกทัวไอเนียงเพลิกอ๋อตกกองวาลปีจัดเคยวินิจดีอย่างนี้นี่ก็ได้เจนเตอโยวิจนจังอ๋อจุบจมเคลียนในกรมหนได้เมียนวินิจในจมวยพองพวกเกนำเคลียประกมวัดจมเรียงทำไมหลังวินิจได้เจนเตอร์บรรทุกเตอร์เกาะบานจูบนางโซริยาสำลังกออยู่วัดไตมวยสันตุเตอร์บรรเลอหลังบ้องปิจัดเอาไซกอนี่ตัวนี้ไงจ้าข
ខ្ញុំស្មានថាកាត់បោះវាចោលទៅហើយអូប្រហែលជាចែកដន់ទេកាត់ស្រាប់តែឃើញវានៅក្នុងឡានក៏ឲ្យខ្ញុំខ្ចីពាក្យសិនទៅការពិតកាត់នៅតែទុកខ្សែកនេះវាជារបស់អ្នកនាងឯងកាត់ធ្លាប់បានប្រគល់វាឲ្យមកខ្ញុំតែថ្ងៃដែលខ្ញុំចាក់ចេញទៅនោះខ្ញុំក៏បានប្រគល់ឲ្យកាត់ថែរក្សាវិញបើអញ្ចឹងវាជារបស់អ្នកនាងហើយខ្ញុំប្រគល់ជូនម្ចាស់វាវិញចុះកុំអីបងពិចិត្រឲ្យតែនាងហើយបានន័យថាមនុស្សដែលកាត់ជ្រើសរើសមិនមែនជាខ្ញុំទេនាងថែរក្សាវាចុះបងកុំយល់ច្រឡំអីខ្ញុំនឹងកាត់គ្មានអ្វីផ្សេងទេកាត់ដូចជាបងប្រុសខ្ញុំអញ្ចឹងខ្ញុំមិននឹងអាចតែកាត់មិនមែនទុកនាងដូចជាប្អូនទេឬនាងពិតជាមិនបានស្រឡាញ់កាត់ពិតមែនហើយខ្ញុំមិនបានស្រឡាញ់កាត់ទេអ្នកនាងគួរតែទទួលយកខ្សែកនេះវិញចុះខ្ញុំយល់ថាអ្នកទាំងពីរគឺស័ក្តិសមគ្នាណាខ្ញុំជូនពរអ្នកនាងប្រកាសហើយថានាងមិនបានស្រឡាញ់កាត់ខ្ញុំមិនដឹងអារម្មណ៍ស្រឡាញ់យ៉ាងណាផងធ្វើម៉េចនឹងអាចស្រឡាញ់កាត់បាននោះដែលនាងទុកចិត្តចុះខ្ញុំទៅវិញហើយពីនេះដឹងច្បាស់ថាខ្លួនមិនអាចខ្លាយជាអ្នកទី3ប៉ុន្តែនាងប្រកាសហើយឬថានាងមិនយល់ពីអារម្មណ៍ស្នេហាប្រៀបដូចជាដុំពេជ្រមួយគ្រាប់ប៉ុន្តែវិនិច្ឆ័យបានសម្រេចចិត្តបោះបង់ដុំពេជ្រមួយគ្រាប់នេះហើយនាងមិនស្ងប់គេងមិនស្រួលតែនាងនៅតែញញឹមនៅពេលសម្លឹងឃើញពីចិត្តមានភាពរីករាយនាងនឹងមិនស្ដាយក្រោយក្នុងការបោះបង់ដុំពេជ្រមួយគ្រាប់នេះឡើយចាប់តាំងពីថ្ងៃនោះមកនាងពុំសូវនៅក្បែរយុវជនឡើយពីចិត្តដឹងថាវិនិច្ឆ័យមានបំណងគេចចេញពីខ្លួនលុះក្រឡេកឃើញខ្សែកនៅលើកសូរិយាទើបយុវជនបន្លឺឡើងដោយការភ្ញាក់ផ្អើលខ្សែកនេះគឺវិនិច្ឆ័យឲ្យមកខ្ញុំក៏មិននឹកស្មានថាបងនៅតែរក្សាវាទុកដែរការពិតខ្ញុំក៏មិនទទួលយកវិញដែរតែវិនិច្ឆ័យថាវាសមតែជារបស់ខ្ញុំបងគ្រាន់តែឲ្យនាងខ្ចីប៉ុណ្ណោះនាងថែមទាំងឲ្យខ្ញុំប្រឹងប្រែងឡើងកុំអស់សង្ឃឹមអីបងទៅណានឹងពីចិត្តហាក់ដូចជាខឹងខ្លាំងណាស់ក៏ស្ទុះទៅរកវិនិច្ឆ័យតែគ្មាននរណាដឹងថានាងទៅណាឡើយរ៉ាណេបន្លឺបងរកវិនិច្ឆ័យធ្វើអីមើលទៅកាត់ដូចជាខឹងរ៉ាឌីឧទានពីចិត្តដើរបណ្ដើរលើកទូរស័ព្ទទេទៅយុវតីបណ្ដើរឯនៅណាបងរកខ្ញុំមានការអីល្ងាចបន្តិចខ្ញុំត្រឡប់ទៅវិញហើយបានហើយអាឡូវិនិច្ឆ័យបាត់ទូរស័ព្ទវណ្ណាឃើញអាកប្បកិរិយាពីចិត្តអន្ទះសាយ៉ាងនេះក៏ដើរទៅចិត្តហើយនិយាយនាងទៅលេងផ្ទះប៉ាម៉ាឯងហើយថ្លែងពីវិនិច្ឆ័យនាងមានអារម្មណ៍មិនស្រួលតែសោះអ្នកស្រីណាសាបន្លឺពីចិត្តទេមកមែនទេចាមិនឲ្យគេមកទទួលល្ងាចនេះអូកាត់រវល់មិនអីទេអ៊ំស្រីខ្ញុំទៅលេងបន្លែសិនព្រះអាទិត្យចាប់ផ្ដើមអស់ស្ដងគត់វិនិច្ឆ័យស្រស់ស្រូបអាហារពេលល្ងាចជាមួយអ៊ំប្រុសអ៊ំស្រីហើយក៏គិតថាលាលោកទាំងពីរត្រឡប់មកវិញតែពីចិត្តក៏មកដល់ល្មមនាងញញឹមទៅរកលោកទាំងពីរសួស្ដីលោកប៉ាអ្នកម៉ាក់ឯងមកទទួលនាងហ៎បាទអូណាស់អញ្ចឹងបើកឡានប្រយ័ត្នផងកុំលឿនពេកខ្ញុំជម្រាបលាអ៊ំប្រុសអ៊ំស្រីហើយពីចិត្តនឹងវិនិច្ឆ័យឡើងឡានទៅបើកចេញពីផ្ទះបានបន្តិចពីចិត្តឈប់ឡានងក់ហើយសម្លឹងទៅយុវតីបងឈប់ឡានធ្វើអីឯណាខ្សែកដែលបងឲ្យឯងខ្សែកខ្ញុំឲ្យទៅអ្នកនាងសូរិយាហើយខ្សែកនោះបងឲ្យទៅឯងហេតុអីក៏ឯងយកទៅឲ្យអ្នកដតីគាត់មិនមែនជាអ្នកដតីឯណាការពិតគាត់ជាម្ចាស់ខ្សែកនោះតើពិតទេហេតុអីក៏ឯងយល់ថាខ្សែកដែលបងឲ្យទៅឯងនោះជារបស់សូរិយាខ្ញុំមិនដឹងទេប៉ុន្តែទោះជាយ៉ាងណាបងយកខ្សែកប្រចាំស្នេហ៍របស់ខ្លួនទៅឲ្យស្រីដតីតើបងមានគិតដល់ចិត្តគិតទេបងមិនគិតថាបងធ្វើអញ្ចឹងដូចជាសម្រាប់គិតទាំងរស់ទេគិតនៅតែស្រឡាញ់បងចំណែកបងក៏នៅតែស្រឡាញ់គិតដែរតើមែនទេបងនិយាយប្រមាណដងទៀតទើបឯងយល់ពីអារម្មណ៍បងខ្ញុំពិតជាមិនយល់ពីអារម្មណ៍របស់ពួកបងមែនបើបងមិនស្រឡាញ់គិតហេតុអីក៏ទុកខ្សែកនោះរហូតបងធ្វើអញ្ចឹងបងមិនហត់ទេឯងទេដែលហត់នោះបងទោះបងនិយាយយ៉ាងណាក៏ឯងមិនជឿដែរបងឲ្យខ្ញុំជឿយ៉ាងម៉េចបងចេះតែនិយាយថាបងមានមនុស្សដែលបងស្រឡាញ់តែការពិតបងគ្មានទេការពិតបងនៅតែស្រឡាញ់វិនិច្ឆ័យមិនអាចនិយាយតទៅទៀតបានព្រោះតែបបោមាត់នាងត្រូវយុវជនថើបចាប់ទៅហើយវាហាក់ដូចជារន្ធត់ពេកហើយសម្រាប់នាងតូចម្នាក់នេះយុវតីបានត្រឹមតែបើកភ្នែកធំលេងស្ដីអ្វីទាំងអស់ចាប់តាំងពីថ្ងៃនោះមកវិនិច្ឆ័យពុំសូវនិយាយស្ដីជាមួយយុវជនឡើយសង្កេតឃើញពួកគេទាំងពីរខុសពីធម្មតាដូចនេះសុវណ្ណក៏បន្លឺឡើងពួកឯងទាំងពីរមានរឿងអីគ្មានទេយុវជននិងយុវតីឆ្លើយព្រមគ្នារ៉ាឌីនិងរ៉ាណេតបព្រមគ្នាស្បត់ទៅវិនិច្ឆ័យនិយាយទៅថាមានរឿងអីគ្មានទេបងខ្ញុំទៅបន្ទប់ហើយខ្ញុំក៏ទៅដែរវណ្ណាឧទានទៅដល់មុខបន្ទប់វណ្ណានិយាយទៅកាន់យុវតី
អ្នកណាធ្វើឲ្យស្រីចំមុះឯងមិនសប្បាយចិត្តយ៉ាងនេះគ្មានទេពួកយើងទៅស្រែកដាក់កែវនៅជាន់ខាងលើទៅក៏ល្អដែរពួកយើងទៅព្រលឹមឡើងវិនិតក៏ទៅគោះទ្វារសុវណ្ណតែឯងមានការអីទាំងព្រលឹមហ្នឹងហេតុអីបងមិនបើកទូរស័ព្ទហោលោកចាងវាងចង់និយាយជាមួយបងជំរាបសួរលោកចាងវាងសុវណ្ណនិយាយទូរស័ព្ទហើយក៏ស្រាប់តែទៅរកកកាយពេញថតតតែបងរកអីហ្នឹងកម្មវិធីទូរទស្សន៍របស់ពួកយើងល្ងាចនេះហ្នឹងណាតើទុកឯណាអញ្ចេះដូចជានៅក្នុងបន្ទប់ភ្លេងទេបងចុះទៅរកសិនសុវណ្ណចុះទៅក្រោមបាត់វិនិតគិតថានឹងរៀបចំទុកដាក់ឡើងវិញក៏ស្រាប់តែប្រទេសឃើញខ្សែកមួយខ្សែដូចបេះបិទនឹងខ្សែកដែលពិចិត្រឲ្យមកខ្លួនខ្សែកហេតុអីខ្សែកនេះនៅក្នុងបន្ទប់បងសុវណ្ណទៅវិញឯងកំពុងធ្វើអីហ្នឹងខ្សែកនេះជារបស់បងមែនទេខ្សែកអូបងនឹកឃើញហើយកាលពី3ឆ្នាំមុនពិចិត្រឲ្យមកបងឲ្យបងហ៎គេឲ្យបងយកទៅបោះចោលតែបងមើលទៅដូចជាមិនដាច់ចិត្តព្រោះឃើញវាស្អាតទើបទុកទៅពិចិត្រប្រហែលជាភ្លេចហើយឯងចង់បានយកទៅអរគុណបងហើយវិនិតកាន់ខ្សែកយកទៅតែក៏បានជួបពិចិត្រល្មមនាងក្រវិះដៃទៅក្រោយខ្នងទើបនិយាយទាំងភ្ញាក់ផ្អើលគឺបងទេសុំទោសរឿងពីថ្ងៃមុនមិនអីទេខ្ញុំភ្លេចទៅហើយឯងមានអីលាក់បងមែនទេគ្មានទេលាក់ដៃរបស់ឯងចេញមកគ្មានអីទេកុហកបងផងហ៎បងមិនជឿថាឯងអាចលាក់បងបានទេពិចិត្រស្ទុះទៅចាប់វិនិតឲ្យយករបស់នឹងដៃចេញមកទាំងពីរនាក់ប្រទីងប្រទងគ្នាលាយនឹងសំណាយក្អាក់ក្អាយតែវិនិតនៅតែក្តោបខ្សែកជាប់ស្អិតពិចិត្រក្រសោបយុវតីពីក្រោយជាប់ហើយដៃទាំងពីរចាប់លាដៃទាំងពីររបស់នាងរៀបនឹងបានឃើញរបស់ក្នុងដៃវិនិតហើយស្រាប់តែសំឡេងវណ្ណាបន្លឺឡើងពួកឯងកំពុងធ្វើអីហ្នឹងគ្មានទេវិនិតស្ទុះចេញពីយុវជនឯងក្តាប់អីនឹងដៃហ្នឹងគ្មានទេខ្ញុំទៅចាំពួកបងនៅឡានមុនវិនិតនិយាយហើយក៏រត់ចេញទៅបាត់ទៅដល់ក្រុមហ៊ុននាងពិតជាបានឃើញសូរិយាពាក់ខ្សែកដែលមានរូបរាងដូចគ្នាបេះបិទនឹងខ្សែកដែលសុវណ្ណឲ្យមកនាងមែនយុវតីហាក់ដូចជាភាំងមួយស្របក់សូរិយាបន្លឺវិនិតចានាងរកខ្ញុំមានការអីចាលោកចាងវាងឲ្យខ្ញុំមកយកឯកសារពីអ្នកនាងចាំមួយផ្លេតអញ្ចឹងហោអរគុណខ្ញុំទៅសិនហើយអ្នកនាងវិនិតដើរបណ្ដាគិតបណ្ដាហេតុអីក៏ខ្សែកទាំងពីរនេះដូចគ្នាបេះបិទបុកហើយរ៉ាណេបន្លឺឡើងបងទេភ័យសឹងស្លាប់ឯងប្រមាថថ្ងៃនេះកើតអីហ្នឹងគ្មានទេឬបារម្ភរឿងទៅចិនតិចដែរមិនតិចទេតាមមើលសភាពឯងគឺធ្ងន់ធ្ងរហើយបងកុំនិយាយលេងមើលខ្ញុំតែមុនហើយប្រញាប់យកឯកសារទៅជូនលោកចាងវាងវគ្គ8មុនថ្ងៃចាក់ចេញថ្ងៃនេះជាថ្ងៃខួបកំណើតសូរិយាគ្រប់គ្នាជួបជុំគ្នានៅផ្ទះលោកចាងវាងសុវណ្ណក្រឡេកឃើញខ្សែកនៅលើកសូរិយាក៏ស្ទុះទៅរកវិនិតឯងចេញមកក្រៅមួយផ្លេតមកបងមានការអីហ្នឹងឯងនិយាយទៅឯងយកខ្សែកពីបងទៅឲ្យសូរិយាមែនទេអត់ទេខ្សែកនោះខ្ញុំទុកនៅឯផ្ទះឯណោះអញ្ចឹងបានន័យថាសូរិយាក៏មានខ្សែកនោះដែរមិនមែនទេនោះប្រហែលជារបស់បងពិចិត្រចំណែកខ្សែកដែលបងឲ្យខ្ញុំប្រហែលជារបស់អ្នកនាងសូរិយាអញ្ចឹងបានន័យថានោះជាខ្សែកគូសង្សារតែកាលពី3ឆ្នាំមុនហេតុអីពិចិត្រឲ្យបងយកវាទៅបោះចោលគាត់ពិតជាបំភ្លេចអ្នកនាងសូរិយាមែនណាប្រកាសហើយប៉ុន្តែសូរិយានៅតែពាក្យខ្សែកនោះបានន័យថាបងឈប់និយាយទៅហេតុអីក៏ពួកបងនៅទីនេះពិចិត្របន្លឺគ្មានទេបងគ្រាន់តែមានរឿងជជែកជាមួយវិនិតប៉ុណ្ណោះបងទៅក្នុងវិញហើយឯងជជែកគ្នាចុះខ្ញុំក៏ទៅក្នុងវិញដែរសូរិយាឃើញវិនិតដើរចេញពីពិចិត្រហើយនាងក៏ដើរចូលទៅបងមិនរំលែងនឹងគេទេមិនចង់ទេអញ្ចឹងបងឈរត្រង់នេះហើយណាសូរិយាឡើងទៅលើវេទិការួចហើយក៏និយាយពីទឹកចិត្តរបស់ខ្លួនសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំរីករាយខ្លាំងណាស់បានជួបជុំបងប្អូនមិត្តភ័ក្តិទាំងអស់ថ្មីត្បិតតែខ្ញុំច្រៀងមិនពីរោះប៉ុន្តែថ្ងៃនេះខ្ញុំសូមបកស្រាយចម្រៀងមួយបទដែលខ្ញុំធ្វើវាឡើងដោយខ្លួនឯងជូនទៅកាន់មនុស្សជាទីស្រឡាញ់របស់ខ្ញុំបទនេះមានចំណងជើងថាសុំទោសគ្រប់យ៉ាងចម្រៀងរៀបរាប់ពីទោសកំហុសគ្រប់យ៉ាងរបស់នារីម្នាក់ដែលបានធ្វើឲ្យមនុស្សខ្លួនស្រឡាញ់រស់ក្នុងការឈឺចាប់ចង់បញ្ចប់នាងពិតជាមានអារម្មណ៍សោកស្ដាយក្រោយណាស់ចង់ហៅពេលវេលាឲ្យត្រឡប់ក្រោយវិញវិនិតព្រមទាំងយុវជនទាំងអស់លួចសម្លឹងមុខពិចិត្រតែយុវជនធ្វើហាក់ដូចជាធម្មតានៅពេលឃើញពិចិត្រហាក់មិនអើពើចំពោះខ្លួនសូរិយាខូចចិត្តណាស់នាងលេងខ្វល់ពីរឿងអ្វីទាំងអស់ក៏ទៅចាក់ស្រាផឹកមួយកែវហើយមួយកែវទៀតរហូតតែស្រវឹងលេខដឹងខ្លួនចំណែកក្រុមយុវជនក៏ត្រឡប់មកដល់ផ្ទះវិញរ៉ាណេបន្លឺមើលទៅអ្នកនាងសូរិយាពិតជាខូចចិត្តមែនទែនហើយមើលទៅគិតស្ដាយក្រោយណាស់បងពិតជាដាច់ចិត្តមែនទេ
បងតកេងហើយបន្ទាប់ពីឃើញសភាពរបស់សូរិយាពីចិត្តក៏ពិបាកចិត្តណាស់ដែរប៉ុន្តែគ្រប់យ៉ាងសម្រាប់នាយវាពិតជាមិនអាចត្រឡប់ក្រោយមែនអោពន្លឺផ្កាយដ៏សែនតូចរនោចចិត្តបានកន្លងហួសទៅហើយប៉ុន្តែមិនដេចឡើយខ្នាតចិត្តនៅតែប្រងើយពុំចែងចាំងរស្មីទាល់តែសោះកំពុងតែស្លងអារម្មណ៍ស្រាប់តែលឺសម្រាប់ជើងដើរចូលមកអ្នកណាគឺខ្ញុំហេតុអីក៏បងនៅទីនេះដែរចុះឯងជប់ថ្មនេះហើយឡើងមកលើដំបូលធ្វើអីទៀតខ្ញុំគេមិនលក់បងក៏ដូចគ្នាបងគិតដល់អ្នកនាងសូរិយាមែនទេសុំទោសខ្ញុំមិនចង់ជ្រៀតជ្រែករឿងបងដែរប៉ុន្តែអ្នកនាងសូរិយាពិតជាស្រឡាញ់បងមែនបងមិនអាណិតគិតទេស្នេហានិងការអាណិតមិនដូចគ្នាទេទោះបងអាណិតនាងតើវាយ៉ាងម៉េចបងបានត្រឹមតែអាណិតប៉ុណ្ណោះតើមានមូលហេតុផ្សេងទេទើបធ្វើឲ្យបងមិនព្រមទទួលគាត់គ្មានទេឯងកុំបារម្ភពីរឿងបងពេកបានទេសុខភាពឯងមិនល្អឡើយឆាប់ទៅគេងទៅខ្ញុំគ្រាន់តែចង់និយាយជាមួយបងបើបងនៅស្រឡាញ់គាត់បងគួរតែអធិស្ឋានឲ្យគាត់ហេតុអីក៏បងមិនសាកល្បងចាប់ផ្ដើមសារឡើងវិញបងនៅតែប្រាប់ឯងថាមិនអាចទេបានហើយឆាប់ទៅគេងទៅបងជូនឯងទៅបន្ទប់វិញពីចិត្តដកដៃវិនិច្ឆ័យទៅក្នុងផ្ទះវិញលុះព្រឹកឡើងមកដល់ក្រុមហ៊ុនស្រាប់តែមានមនុស្សម្នាក់មករកយុវតីសន្តិសុខក្រុមហ៊ុនបន្លឺឡើងអ្នកនាងវិនិច្ឆ័យមានគេសុំជួបអញ្ជើញចូលមកសួស្ដីលោកខ្ញុំឈ្មោះរតនាធ្វើការនៅផលិតកម្មយូរ៉ានេះជានាមកាតរបស់ខ្ញុំអូអញ្ជើញអង្គុយអ្នកនាងប្រហែលជាឆ្ងល់ហើយថាហេតុអីក៏ខ្ញុំមករកអ្នកនាងដល់ក្រុមហ៊ុនការពិតលោកចាំងវាងឲ្យខ្ញុំមករកអ្នកនាងគឺមានគោលបំណងអញ្ជើញអ្នកនាងទៅធ្វើជាអ្នកនិពន្ធនៅផលិតកម្មរបស់គាត់ថាម៉េចអ្នកនាងអាចពិចារណាបានក្រោយពេលត្រឡប់ពីប្រទេសចិនវិញចំណែករឿងថវិកាក្រុមហ៊ុននឹងជួននាងទ្វេដងសុំទោសអ្នកនាងកុំទាន់បដិសេធអីខ្ញុំគិតថាអ្នកនាងគួរតែពិចារណាខ្ញុំនឹងចាំទទួលទូរស័ព្ទពីអ្នកនាងសំទោសខ្ញុំមិនរំខានអ្នកនាងយូរទេលាសិនហើយសង្ឃឹមថាអ្នកនាងនឹងពិចារណារតនាចេញផុតវិនិច្ឆ័យដកដង្ហើមធំដូចជាហួសចិត្តណាស់ហេតុអីក៏មករកខ្ញុំអ្នកណាគេអំបញ្ញមិញអ្នកនាងទេអូគាត់ជាមិត្តភក្តិខ្ញុំចុះគាត់មករកនាងធ្វើអីមិត្តខ្ញុំផ្ញើប្រាក់តាមគាត់ឲ្យយកមកសងខ្ញុំតើអ្នកនាងមានការអីគ្មានទេខ្ញុំគ្រាន់តែចង់ជជែកលេងជាមួយនាងប៉ុណ្ណោះសុំទោសផងកាលពីយប់មិញខ្ញុំប្រហែលជាផឹកច្រើនពេកហើយមិនអីទេការពិតពួកខ្ញុំយប់មិញគឺសប្បាយណាស់តើកាលពីយប់មិញបងពិចិត្របាននិយាយអីជាមួយនាងទេគ្មានទេទៅដល់ផ្ទះគាត់ក៏ចូលសម្រានទៅនាងដឹងទេថាហេតុអីក៏គាត់មិនព្រមទទួលខ្ញុំក៏មិនដឹងដែរគឺព្រោះតែនាងអ្នកនាងធ្លាប់និយាយប្រាប់ខ្ញុំហើយថានាងមិនបានស្រឡាញ់គាត់នោះទេខ្ញុំជឿនាងប៉ុន្តែក្នុងចិត្តគាត់គឺស្រឡាញ់នាងមូលហេតុដែលគាត់មិនទទួលយកខ្ញុំគឺព្រោះតែគាត់ស្រឡាញ់នាងដរាបណានាងនៅចំពោះមុខគាត់មិនអាចទទួលយកខ្ញុំបានឡើយសុំទោសខ្ញុំមិនគួរនិយាយបែបនេះចំពោះនាងទេខ្ញុំដឹងថានាងជាមនុស្សល្អប៉ុន្តែខ្ញុំពិតជាស្រឡាញ់គាត់ខ្លាំងណាស់ខ្ញុំស្ដាយក្រោយណាស់ហេតុអីក៏ខ្ញុំទៅចោលគាត់អ្នកនាងដឹងទេក្នុងរយៈពេលដែលខ្ញុំមិននៅខ្ញុំបានព្យាយាមមិនឲ្យមនុស្សស្រីមកនៅក្បែរគាត់ខ្ញុំមិនឲ្យបងប្រុសទទួលអ្នកនិពន្ធជាមនុស្សស្រីក៏ព្រោះតែខ្លាចគាត់ភ្លេចខ្ញុំតែទីបំផុតគាត់នៅតែអាចរកអ្នកនិពន្ធជាមនុស្សស្រីមកនៅក្បែរគាត់ដដែលនោះគឺនាងនេះហ៎ជាមូលហេតុដែលលោកចាំងវាងបដិសេធអ្នកនិពន្ធស្រីសុំទោសនាងមិនខុសទេវាប្រហែលជាព្រហ្មលិខិតខ្ញុំសូមអង្វរនាងកុំស្រឡាញ់គាត់អីតើបានទេនេះជាក្តីសង្ឃឹមចុងក្រោយរបស់ខ្ញុំហើយអ្នកនាងកុំបារម្ភអីខ្ញុំមិនស្រឡាញ់គាត់ទេតើនាងអាចធ្វើការងារមួយដើម្បីខ្ញុំទេតើអ្នកនាងចង់ឲ្យខ្ញុំធ្វើអីនាងកុំរស់នៅផ្ទះជាមួយពួកគាត់អីខ្ញុំគិតថានាងគួរតែទៅស្នាក់នៅផ្ទះមួយផ្សេងពីពួកគាត់ធ្វើបែបនេះក៏ល្អសម្រាប់នាងដែរព្រោះនាងជាមនុស្សស្រីរស់នៅជាមួយមនុស្សប្រុសច្រើនយ៉ាងនេះក៏មិនល្អដែរពិតមែនហើយបើធ្វើបែបនេះអាចជួយអ្នកនាងបានខ្ញុំធ្វើតាមអ្នកនាងពិតមែនណាអរគុណនាងមិនអីទេតែនាងកុំតិនចេញអីចាំត្រឡប់មកពីប្រទេសចិនសិនទៅអញ្ចឹងក៏បានអរគុណនាងខ្លាំងណាស់វិនិច្ឆ័យដកដង្ហើមធំទៀតហើយតើមានរឿងអីហ្នឹងខ្ញុំត្រូវចាក់ចេញពីពួកគាត់ហ៎តើនេះជាការចាប់ផ្ដើមឬជាការបញ្ចប់នៃស្នេហាដំបូងរបស់ខ្ញុំហេតុអីក៏រូបខ្ញុំខ្លាយជារនាំងខាំងពួកគាត់ទាំងពីរទៅវិញគិតទៀតហើយស្រីច្រមុះបណ្ណាបន្លឺខ្ញុំកំពុងតែគិតពីការធ្វើសន្និសីទកសែតរបស់យើងតើនឹងទៅជាយ៉ាងណាណោះមានរឿងអីត្រូវបារម្ភនោះតើមានរឿងអីផ្សេងទៀតទេគ្មានទេឯងនឹងពិចិត្រឆ្លោះគ្នាហ៎អត់ទេគ្មាននរណាគេជឿឯងទេបងដឹងទោះជាឯងមានរឿងអីក៏ឯងលាក់វាឃុំវាចិត្តហេតុអីក៏ឯងចេះតែគិតពីអ្នកដទៃជាងខ្លួនឯងយ៉ាងនេះ
សុំទោសធ្វើឲ្យបងបារម្ភហើយវិនិតយំហូក្រែងឯងចាត់ទុកបងដូចជាបងប្រុសហ៎ហេតុអីក៏មិនឲ្យបងប្រុសម្នាក់នេះដឹងរឿងឯងខ្លះទៅខ្ញុំចង់រើចេញពីទីនេះថាម៉េចបងកំតិនប្រាប់ពួកគាត់អីពេលត្រឡប់ពីចិនវិញខ្ញុំនឹងរើចេញហេតុអីក៏ឯងមានគំនិតបែបនេះវាមិនសមទេដែលខ្ញុំមករស់នៅក្នុងចំណោមមនុស្សប្រុសច្រើនយ៉ាងនេះតែឯងគិតស្អីហ្នឹងរាល់ថ្ងៃនេះពួកយើងធ្វើការជាមួយគ្នាពួកយើងទើបតែចាប់ផ្ដើមប៉ុណ្ណោះមិននឹងអាចគ្មានឯងបានម្យ៉ាងទៀតនៅទីនេះគឺមានតែពួកយើងប៉ុណ្ណោះជាសាច់ញាតិឯងគិតថាពួកគេសុខចិត្តទេនេះមិនមែនជាមូលហេតុទេមែនទេឯងគិតថាឯងចាក់ចេញអាចធ្វើឲ្យពិចិត្រទទួលយកសូរិយាខ្ញុំការពិតពួកឯងទាំងពីរស្រឡាញ់គ្នាប៉ុន្តែហេតុអីក៏ពួកឯងមានការស្ទាក់ស្ទើរយ៉ាងនេះខ្ញុំជាអ្នកទី3សម្រាប់ពួកគាត់អ្នកនាងសូរិយាស្រឡាញ់គាត់ខ្លាំងណាស់ខ្ញុំមិនចង់ឲ្យពួកគាត់ឈឺចាប់ព្រោះតែខ្ញុំទេវិនិតទោះយ៉ាងណាខ្ញុំទើបតែចាប់ផ្ដើមប៉ុណ្ណោះខ្ញុំអាចដកខ្លួនបានបងត្រូវតែជួយខ្ញុំណាបងណាបានបងជួយឯងប៉ុន្តែក្នុងកំឡុងថ្ងៃដែលឯងរស់នៅជាមួយពួកបងនេះឯងត្រូវតែរីករាយស្ដាប់បានទេវិនិតដាក់ក្បាលលើខ្នងវណ្ណាហើយយំយ៉ាងខ្លាំងអស់ពីទំហឹងចិត្តចាប់ពីថ្ងៃនេះនាងត្រូវចំណាយពេលវេលាដែលសេសសល់រស់នៅជាមួយយុវជនដោយរីករាយថ្ងៃនេះនាងត្រឡប់មកពីធ្វើការមុនរៀបចំអាហាររួចជាស្រេចរងចាំក្រុមយុវជនត្រឡប់ពីធ្វើការវិញវាពិតជារីករាយខ្លាំងណាស់សម្រាប់ពួកគេវិនិតដួសបាយជូនដល់យុវជនម្នាក់ម្ដងដោយស្នាមញញឹមតែបន្តិចក្រោយមកនាងមានអារម្មណ៍ថានាងមិនអាចទប់ទឹកភ្នែកជាប់ឡើយក៏ស្ទុះចូលទៅបន្ទប់ទឹកវណ្ណាក៏ស្ទុះទៅតាមនាងឈរចាំនៅក្រៅបន្ទប់ឯងមិនអីទេបងពួកយើងទៅញ៉ាំបាយទៅវណ្ណានិងវិនិតបានដើរគ្នាមកវិញដោយស្នាមញញឹមពីចិត្តសង្កេតឃើញវិនិតហាក់មានការស្និទ្ធស្នាលនឹងវណ្ណាខុសប្លែកពីធម្មតាយុវតីហាក់ពុំសូវនិយាយស្ដីលេងសើចជាមួយនាយដោយការពីមុនឡើយដូចជាពេលនេះអញ្ចឹងគឺបងទេខ្ញុំចុះទៅក្រោមវិញហើយបងចង់ជជែកលេងជាមួយឯងចាំថ្ងៃក្រោយទៅខ្ញុំភ្លេចគិតថាខ្ញុំមានការងារត្រូវធ្វើពីចិត្តចាប់ដៃវិនិតជាប់បងពេលនេះជាម៉ោងយើងសម្រាប់តាអង្គុយសិនមកវិនិតអង្គុយចុះពីចិត្តបន្តឯងមានរឿងអីលាក់នឹងបងហ៎គ្មានទេបើគ្មានល្អហើយចុះរឿងបងជាមួយអ្នកនាងបងចង់នៅជាមួយឯងកុំរំលឹកពីរឿងនឹងបានទេបានអញ្ចឹងពួកយើងនាំគ្នាស្រែកទៅនេះខ្ញុំឲ្យទៅបងឯងប្រងធ្វើអីអ្វីត្បិតតែវាគ្រាន់តែជាក្រដាស់មួយសន្លឹកតែវាអាចផ្ទុកសំឡេងរបស់យើងបានពួកយើងបត់វាទៅយុវជននិងយុវតីនាំគ្នាបត់ក្រដាស់ធ្វើជារាងកែវហើយក៏នាំគ្នាយកមកខ្ទប់មាត់រួចស្រែកយ៉ាងខ្លាំងសម្រែកពិតជាធ្វើឲ្យមនុស្សធូរស្រាលមែនពីចិត្តបានឃើញស្នាមញញឹមវិនិតកាលពីមុនមកវិញហើយគឺស្នាមញញឹមដែលគ្មានទុកកង្វល់អ្វីទាំងអស់ជាការពិតណាស់ពេលវេលាពីមុនគឺរស់នៅដោយគ្មានការទើសទាល់ឡើយបើនឹកដល់ចំណុចនេះវិនិតពិតជារីករាយខ្លាំងណាស់នាងមិនគួរស្រឡាញ់ពីចិត្តសោះបើសិនជានាងគ្មានគំនិតបែបនេះប្រហែលជាមិនត្រូវចាក់ចេញពីយុវជនឡើយតែណាហើយក្រោយពេលវិលត្រឡប់ពីប្រទេសចិនអ្វីនឹងត្រូវបញ្ចប់នាងនឹងប្រើឆាកជីវិតក្នុងការរស់នៅម្នាក់ឯងញ៉ាំបាយម្នាក់ឯងធ្វើដំណើរម្នាក់ឯងនេះជាពេលវេលាចុងក្រោយហើយដែលនាងឈរយំក្រោមពន្លឺព្រះច័ន្ទនៅលើដំបូលផ្ទះដ៏សែនកក់ក្ដៅនេះប្រទេសចិនក្រុមយុវជនបេះដូងពិតបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីទស្សនិកជននៅស្ថានីយទូរទស្សន៍នៅប្រទេសចិនក្នុងថ្ងៃសន្និសីទកាសែតពួកគេបានផ្ដល់នូវបទសម្ភាសន៍យ៉ាងល្អឥតខ្ចោះទៅកាន់ទស្សនិកជនក្នុងនោះលោកហ្វុនជូលីគឺធ្វើជាអ្នកបកប្រែផ្ទាល់របស់ពួកគេបន្ទាប់ពីរៀបរាប់ពីដើមកំណើតនៃក្រុមបេះដូងពិតរួចហើយក៏ស្រាប់តែមានរូបភាពគួរឲ្យភ្ញាក់ផ្អើលនៅលើផ្ទាំងសម្ពុតសដែលក្នុងរូបនោះគេស្គាល់យ៉ាងច្បាស់ថាជាកវីវ័យក្មេងដ៏មានសមត្ថភាពគឺសាវិនិតចំណែកមនុស្សស្រីចំណាស់ដែលកំពុងបោះសម្អាតផ្លូវសាធារណៈជាមួយនឹងនាងនោះគេពុំដឹងថាជានរណាឡើយកម្មវិធីគឺផ្សាយផ្ទាល់មកដល់ស្រុកខ្មែរវិណាតបន្លឺឡើងម៉ែនោះគឺម៉ែនិងបងវិនិតតើពួកគេនាំគ្នាមកថតម៉ែពីអង្កលគ្មានទេការវិនិតត្រឡប់មកផ្ទះម៉ែមិនដែលឮវារំលឹកពីរឿងនេះទេឬមានគេលួចថតមានគេចង់ធ្វើបាបបងទេដឹងម៉ែវិនិតនិយាយកូនកុំនិយាយផ្ដាស់វាជាការពិតគ្មាននរណាចង់ធ្វើបាបបងឯងនោះទេការពិតរូបភាពនេះវាគួរឲ្យភ្ញាក់ផ្អើលណាស់សូរិយាគឺជាអ្នកកាន់កម្មវិធីនេះប៉ុន្តែនៅក្នុងតារាងកម្មវិធីគឺគ្មានបង្ហាញពីចំណុចនេះឡើយយុវជនទាំងអស់នាំគ្នាសម្លឹងមើលទៅវិនិតដែលកំពុងមើលរូបភាពវីដេអូនោះឥតព្រិចភ្នែកអស្ចារ្យណាស់នាងអង្គុយញញឹមរហូតប៉ុន្តែទឹកភ្នែកនាងស្រក់ឥតឈប់ពី
ពីចិត្តក្តាប់ដៃនាងយ៉ាងណែនជាប់រហូតវីដេអូត្រូវបានបញ្ចប់យុវតីសម្រួលអារម្មណ៍ជូតទឹកភ្នែកហើយក៏នៅតែញញឹមពេលឃើញនាងមានអារម្មណ៍ដូចធម្មតាកិច្ចសម្ភាសក៏ចាប់ផ្ដើមបន្តនេះជារូបភាពដែលប្អូនធ្វើជាកម្មករសម្អាតផ្លូវសាធារណៈមែនទេចាតើស្ត្រីដែលសម្អាតក្បែរប្អូននោះជានរណាឲ្យតែនឹកឃើញទុកលំបាករបស់ម្ដាយវិនិច្ឆ័យអូលដើមកូនណាស់នាងឆ្លើយទាំងសំឡេងខ្សៅកាត់ជាម្ដាយខ្ញុំតើរូបភាពនេះមុនឬក្រោយពេលនាងខ្លាយជាអ្នកនិពន្ធគឺក្រោយថ្ងៃខ្ញុំទៅលេងផ្ទះខ្ញុំក៏ទៅជួយបោះម៉ែអញ្ចឹងបានន័យថានាងមិនបោះបង់ការងារជាកម្មករនេះទេអត់ទេនាងខ្លាយជាអ្នកនិពន្ធដ៏ល្បីយ៉ាងនេះហើយតើនាងមិនខ្មាស់គេទេដែលទៅធ្វើជាកម្មករបែបនេះឬប្រាក់ដែលនាងរកបាននៅតែមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារវិនិច្ឆ័យហើយនិយាយប្រាក់ដែលខ្ញុំរកបានរាល់ថ្ងៃគឺសមល្មមឲ្យគ្រួសារខ្ញុំរកបានស្រួលហើយការពិតខ្ញុំក៏ចង់ឲ្យម៉ែសម្រាប់ពីការងារដែរតែម៉ែថាទោះជាយ៉ាងណានេះជាការងារដ៏ល្អមួយដែរបើឲ្យកាត់ឈប់តើឲ្យកាត់ទៅធ្វើអីបើកាត់មិនចេះអីផងនោះម៉ែនិយាយគឺត្រឹមត្រូវការងារនេះមានអនុស្សាវរីយ៍ជូរចត់និងផ្អែមល្ហែមជាច្រើនរបស់គ្រួសារខ្ញុំម្យ៉ាងទៀតវាចូលរួមចំណែកក្នុងការជួយសង្គមផងដែរសម្រាប់ខ្ញុំចំពោះការងារនេះវាមិនមែនជាភាពអាម៉ាស់នោះទេពិតជាអស្ចារ្យណាស់ត្រូវហើយក្នុងពេលកំពុងមើលវីដេអូខ្ញុំឃើញនាងយំផងសើចផងតែនាងមានអារម្មណ៍យ៉ាងម៉េចខ្ញុំមិនបានយំទេគឺខ្ញុំត្រេកអរខ្ញុំមិននឹកស្មានថាឆាកជីវិតរបស់ខ្ញុំត្រូវបានចាក់ផ្សាយឲ្យមនុស្សទូទាំងពិភពលោកបានដឹងយ៉ាងនេះសោះអរគុណម៉ែប្អូនទាំងពីរនិងមិត្តភ័ក្តិរបស់ខ្ញុំវិនីនិងតារាដែលផ្ដល់កម្លាំងចិត្តឲ្យខ្ញុំកន្លងមកអរគុណពួកបងនិងទស្សនិកជនទាំងអស់ដែលគាំទ្រនៅស្នាដៃរបស់ពួកខ្ញុំហើយធ្វើឲ្យខ្ញុំមានថ្ងៃនេះត្រូវហើយឮថានាងអាចប្រែសម្លេងជាមនុស្សប្រុសបានតើពិតមែនទេបាទត្រូវហើយអូហូពិតជាអស្ចារ្យណាស់តែនាងគិតថានាងបានប្រយោជន៍អ្វីខ្លះទេពីសម្លេងមនុស្សប្រុសនេះចាសម្លេងមនុស្សប្រុសនេះវាបានជួយឲ្យខ្ញុំមានសុវត្ថិភាពមិនតែប៉ុណ្ណោះវាជួយខ្ញុំក្នុងការធ្វើបទភ្លេងពីព្រោះតារាចម្រៀងដែលច្រៀងចម្រៀងខ្ញុំគឺជាមនុស្សប្រុសដូចនេះនៅពេលធ្វើបទភ្លេងខ្ញុំត្រូវប្រើតង់សម្លេងជាមនុស្សប្រុសខ្ញុំគិតថាសម្លេងនេះមានប្រយោជន៍ណាស់សម្រាប់ខ្ញុំសន្និសីទកាសែតត្រូវបានបញ្ចប់ជាស្ថាពរនិងជោគជ័យវិនិតក៏ដើរចូលទៅក្នុងបន្ទប់ទឹកបាត់សូរិយាកំពុងនៅកន្លែងថតក៏លេចឃើញយុវជនកំពុងដើរចូលមករកខ្លួនក៏បន្លឺឡើងបងមានការអីរកខ្ញុំហ៎ហេតុអីក៏នាងធ្វើអញ្ចឹងបងនិយាយពីរូបភាពវីដេអូហ៎នៅក្នុងតារាងកម្មវិធីក្រែនាងមិនបានសរសេរវាចូលទេហេតុអីខ្ញុំគ្រាន់តែចង់ធ្វើឲ្យវិនិតភ្ញាក់ផ្អើលប៉ុណ្ណោះនាងចង់ធ្វើឲ្យភ្ញាក់ផ្អើលឬក៏មានគំនិតផ្សេងបងចង់និយាយថាខ្ញុំមានគំនិតធ្វើបាបនាងអញ្ចឹងហ៎ខ្ញុំគ្មានគំនិតអញ្ចឹងទេតែនាងគួរតែប្រាប់ឲ្យវិនិតបានដឹងខ្លួនមុនសិនបងបានឃើញហើយពីអារម្មណ៍ពិតរបស់នាងបើខ្ញុំប្រាប់នាងមុនតើនាងអាចធ្វើបានល្អទេបងក៏ដឹងថានាងមិនចេះសម្ដែងទេមែនទេបងមិនគួរបន្ទោសខ្ញុំទេខ្ញុំគិតយូរណាស់ទើបនឹកឃើញវិធីនេះបងដឹងទេការពិតនាងគ្រាន់តែចង់បង្ហាញពីស្នាដៃដឹកនាំរបស់នាងប៉ុណ្ណោះនាងមិនបានគិតដល់ពីអារម្មណ៍អ្នកដទៃទេពីចិត្តថាហើយក៏ដើរចេញមកក្រៅវិនិតបានឃើញពួកគេទាំងពីរជជែកគ្នារួចហើយក៏ដើរទៅរកពីចិត្តបងយ៉ាងម៉េចហ្នឹងហេតុអីក៏ទៅបន្ទោសគាត់គេហួសហេតុពេកហើយគាត់មិនហួសហេតុទេបងមើលមកខ្ញុំមើលមានកើតអីឯណាខ្ញុំគួរតែអរគុណគាត់ទៀតផងតាមមានប្រមាណអ្នកដែលដូចជាឯងនោះពួកឯងទាំងពីរនៅទីនេះទេសុវណ្ណបន្លឺមិត្តឯទៀតក៏មកដល់ព្រមគ្នាវិនិតឯងឆ្លើយបានល្អណាស់អរគុណបងពួកយើងឆាប់ទៅក្រុមហ៊ុនទៅដើម្បីត្រៀមឡើងកម្មវិធីទូទាស់យប់នេះក្នុងអាល់ប៊ុមទី2បេះដូងពិតបទដែលពេញនិយមជាងគេគឺបទជាភាសាអង់គ្លេសដែលមានចំណងជើងថា The Song for You បន្ទាប់ពីបញ្ចប់ការងារហើយលោកហ្វុនជូលីបានដឹកនាំក្រុមយុវជនបេះដូងពិតដើរទស្សនាកម្សាន្តគ្រប់ទីកន្លែងក្នុងប្រទេសចិនទាំងមូលសកម្មភាពពិតទាំងនេះក៏បានចាក់ផ្សាយនៅតាមបណ្ដាញអ៊ីនធឺណិតផងដែរនេះជាមោទកភាពមួយរបស់យុវជនខ្មែរដែលឈរជើងលើឆាកអន្តរជាតិហើយពិភពលោកទាំងមូលក៏កំពុងតែចាប់ផ្ដើមផ្ដោតអារម្មណ៍មកលើយុវជនមួយក្រុមនេះបន្ទាប់ពីត្រឡប់ពីប្រទេសចិនវិញក្រុមចម្រៀងបេះដូងពិតត្រូវបានក្រុមហ៊ុននៅវៀតណាមថៃនិងជប៉ុនទាក់ទងឲ្យទៅសម្ដែងជាបន្តបន្ទាប់ភាគច្រើនវិនិតពុំបានទៅជាមួយឡើយព្រោះនាងចាប់រៀននិងនៅធ្វើបទភ្លេងបន្តទៀតចំណែកសូរិយានាងតែងតែធ្វើដំណើរជាមួយក្រុមយុវជនទាំងនេះជាប់ជានិច្ចព្រោះនាងជាអ្នកចាត់ចែងកម្មវិធីឲ្យពួកគេពីសប្តាហ៍ហើយដែលវិនិតនៅផ្ទះតែម្នាក់ឯងពេលខ្លះនាងយកមីមកញ៉ាំជំនួសបាយក៏មានពេលនេះនាងកំពុងគិតដល់ថ្ងៃដែលនាងទើបត្រឡប់ពីប្រទេសចិនអ្នកនាងមានការអីរកខ្ញុំហ៎ខ្ញុំចង់សួរនាងតើនាងបានប្រាប់ពួកគាត់ថានាងចង់រើចេញហើយនៅចាស់នៅទេខ្ញុំគិតថានឹងប្រាប់ពួកគាត់យប់នេះ
យល់អកំតិនប្រាប់កាត់អីពួកកាត់នៅមានកម្មវិធីសម្ដែងនៅជប៉ុនទៀតបើនាងចាក់ចេញនៅពេលនេះខ្ញុំខ្លាចពួកកាត់មិនសប្បាយចិត្តចាំពួកយើងត្រឡប់ពីជប៉ុនសិនទៅតើបានទេចាស់មិនអីទេឬថានាងមិនបានទៅជាមួយពួកយើងទេចាខ្ញុំចាប់រៀនវិនិតដកដង្ហើមធំហើយនិយាយតាមម្នាក់ឯងទោះជាស្ងប់ស្ងាត់បន្តិចតែខ្ញុំដូចជាគ្មានបញ្ហាអីឯណាតើពេលនេះពួកបងកំពុងតែធ្វើអីណោះតើមានពេលនឹកដល់ខ្ញុំទេថ្ងៃស្អែកនេះពួកបងត្រឡប់មកវិញហើយសុំទោសដែលខ្ញុំទៅមិនបានប្រាប់ពួកបងជាមុនការសម្ដែងនៅប្រទេសជប៉ុនបានបញ្ចប់មួយរយៈនេះទំនាក់ទំនងរវាងសូរិយានិងពិចិត្រហាក់បីដូចជាល្អជាងមុនសូរិយានាងរីករាយណាស់ហើយក៏ហាក់ដូចជាមានសង្ឃឹមខ្លះដែរពេលនេះពួកគេចុះពីលើយន្តហោះមកដល់ដីកម្ពុជាហើយលោកចាងវាងបន្លឺពួកឯងទៅក្រុមហ៊ុនសិនទេពួកយើងចង់ទៅផ្ទះយុវជនទាំងអស់ឆ្លើយព្រមគ្នាល្អណាស់សូរិយាក៏តបពួកលោកប្រហែលជានឿយហត់ហើយគួរតែឲ្យពួកកាត់ទៅផ្ទះសម្រាប់សិនទៅបងអញ្ចឹងក៏បានអរគុណលោកចាងវាងយុវជនទាំងអស់នាំគ្នាឡើងឡាននៅតាមផ្លូវម្នាក់សប្បាយណាស់សង្ឃឹមថានឹងបានទៅជួបស្រីចំមាក់របស់ខ្លួនរ៉ាណេបន្លឺពួកបងទីទៅមើលថាស្រីចំមាក់នោះនឹងធ្វើអ្វីទុកឲ្យពួកយើងញ៉ាំនាងប្រហែលជាញ៉ាំស្ដៅដែលខ្ញុំចូលចិត្តឲ្យមើលទៅរ៉ាឌីតបមិនប្រកាសទេនាងប្រហែលជាឆាបន្លែដែលបងចូលចិត្តឲ្យសុវណ្ណបន្លឺសុទ្ធតែមិនមែនទាំងអស់នាងប្រកាសជាធ្វើអាម៉ុកដែលខ្ញុំចូលចិត្តជាមិនខានមែនទេបងពិចិត្របងមិននឹងដឹងនោះបណ្ណានិងពិចិត្រអង្គុយញញឹមដូចគ្នាគ្រាន់តែឡានបញ្ឈប់ម៉ាស៊ីនម្នាក់ស្ទុះចេញពីក្នុងឡានព្រាតទុកតែសុវណ្ណនិងជំនួយការ3នាក់ទៀតជាអ្នករៀបចំអីវ៉ាន់ទាំងអស់គ្នាហាក់ដូចជាអស់សង្ឃឹមខ្លាំងណាស់នៅពេលឃើញផ្ទះចាក់សោពីក្រៅវណ្ណាបន្លឺហេតុអីក៏ផ្ទះចាក់សោស្រីចំមាក់នេះមិនដឹងថាពួកយើងត្រឡប់មកវិញទេមិនអាចទេហេតុអីក៏លឿនយ៉ាងនេះឯណាសោនៅបងសវណ្ណចាំខ្ញុំទៅយកតើមានរឿងអីដានីរត់ទៅយកសោទ្វារផ្ទះត្រូវបានរបើកវណ្ណារត់ចូលទៅបន្ទប់វិនិច្ឆ័យចំណែកយុវជននាំគ្នាទៅតាមពីក្រោយនៅក្នុងបន្ទប់គឺគ្មានសម្លៀកបំពាក់វិនិច្ឆ័យឡើយវណ្ណាបន្លឺនាងទៅបាត់ហើយនាងទៅណានាងលែងរស់នៅជាមួយពួកយើងទៀតហើយតើមានរឿងអីកើតឡើងពិចិត្រសួរគ្មានទេគ្រាន់តែនាងយល់ថានាងជាស្រីមិនសមរម្យក្នុងការរស់នៅជាមួយពួកយើងទេឯងដឹងថាវិនិច្ឆ័យចង់ចាក់ចេញពីទីនេះហ៎ត្រូវហើយហេតុអីក៏ឯងមិនខិតនាងនេះជាការសម្រេចចិត្តរបស់នាងតែឯងក៏គួរប្រាប់ពួកយើងជាមុនដែរបើប្រាប់ពួកឯងតែយ៉ាងម៉េចអាចផ្លាស់ប្ដូរការសម្រេចចិត្តរបស់វិនិច្ឆ័យបានទេបានហើយពួកបងកុំប្រកែកគ្នាអីពេលនេះរឿងសំខាន់យើងគួរតែដឹងថាវិនិច្ឆ័យស្នាក់នៅឯណាខ្ញុំក៏មិនដឹងដែរថានាងស្នាក់នៅឯណាការពិតខ្ញុំនឹកស្មានថាពេលពួកយើងត្រឡប់មកវិញទើបនាងចាក់ចេញតើកន្លែងដែលនាងស្នាក់នៅនោះមានសុវត្ថិភាពឬអត់រ៉ាឌីបន្លឺតើមានរឿងអីសុវណ្ណសួរវិនិច្ឆ័យទៅបាត់ហើយរ៉ាណេឆ្លើយទៅបាត់ហើយចុះនាងទៅណាពួកយើងក៏មិនដឹងដែរអញ្ចឹងមិនឆាប់ទូរស័ព្ទទៅពិតមែនហើយទាំងអស់គ្នានាំគ្នាយកទូរស័ព្ទចេញមកប៉ុន្តែទេមិនចូលពេលតែសោះវារឹតតែធ្វើឲ្យយុវជនអន្ទះសារថែមទៀតរ៉ាណេបន្លឺតិចដូរនាងត្រឡប់ទៅស្រុកវិញទេដឹងខ្ញុំទេទៅអ្នកមីងកុំអីទុកឲ្យខ្ញុំទេទៅវិណាតវិញអាឡូវិណាតបងគឺរ៉ាណេណាអូជំរាបសួរបងតើឯងសុខសប្បាយទេខ្ញុំសុខសប្បាយទេបងចុះពួកបងនិងបងស្រីខ្ញុំសុខសប្បាយទេបងស្រីឯងហ៎អូនាងសុខសប្បាយទេតើខ្ញុំអាចនិយាយជាមួយគាត់បានទេបងមិនបានទេសំទោសណាមានទូរស័ព្ទពីក្រុមហ៊ុនហៅពួកបងទៅហើយប៉ុណ្ណឹងសិនចុះចាំលើកក្រោយបងទេទៅលេងឯងទៀតបាទជំរាបលាបងតើនាងទៅណាហេតុអីក៏ទេមិនចូលបណ្ណាឯងពិតជាមិនបានដឹងថានាងស្នាក់នៅឯណាមែនទេខ្ញុំពិតជាមិនបានដឹងមែនវាគួរឲ្យបារម្ភពេកហើយសុវណ្ណនិយាយសូរិយាអាចដឹងពីចិត្តងាកសម្លឹងទៅវណ្ណាតែក៏មិនបង្ហងយូរនេះក៏ទេទៅសូរិយាភ្លីថ្លែងពីសាវិណាពេលនេះនាងហាក់ដូចជាតក់ស្លុតខ្លាំងណាស់នៅពេលដែលឮលោកចាងវាងផលិតកម្មយូរ៉ាជជែកជាមួយយុវជន2នាក់ដែលជាសន្តិសុខនៅក្រុមហ៊ុនតើរឿងដែលយើងឲ្យពួកឯងធ្វើយ៉ាងម៉េចហើយទោះជាយ៉ាងណាក៏នាងមិនព្រមមកក្រុមហ៊ុនយើងដែរលោកចាងវាងតែវិនិច្ឆ័យបានរើចេញពីផ្ទះក្រុមបេះដូងពិតហើយតើមានរឿងអីកើតឡើងចំពោះពួកគេមែនទេពួកខ្ញុំអត់ដឹងទេពួកគេប្រហែលជាមានបញ្ហានេះជាឱកាសរបស់យើងហើយហ៎ឯងយកកិច្ចសន្យានេះទៅឲ្យនាងចុះកងត្រាទៅជប់បើនាងនៅតែមិនព្រមនោះលោកចាងវាងឯងរកមកជួបបានខ្លួនឯងទៅធ្វើយ៉ាងណាឲ្យនាងចុះហត្ថលេខានៅលើកិច្ចសន្យានេះឲ្យបានបាទទៀងសាវិណាភ័យណាស់គិតថាវិនិច្ឆ័យមានគ្រោះថ្នាក់ហើយតើនាងគួរធ្វើយ៉ាងណាចំណែកវិនិច្ឆ័យតើនាងកំពុងតែធ្វើអីទើបទូរស័ព្ទទេមិនចូលដូចនេះពុទ្ធោអើយការពិតនាងអង្គុយសរសេរបទភ្លេងរហូតក្លេងលក់នៅលើតុពីកាលណាក៏មិនដឹងដែរនាងងើបឡើងស្រវារោគទូរស័ព្ទមកមើលម៉ោងទើបដឹងថាទូរស័ព្ទអស់ថ្មទៅហើយ
យុវតីយកទូរស័ព្ទទៅសាក់ថ្មស្រាប់តែទូរស័ព្ទរោឡើងអាឡូសាវីណាតើឯងកំពុងនៅឯណាខ្ញុំនៅផ្ទះឯងឆាប់ចេញពីផ្ទះសិនទៅណាលោកចាងវាងបានឲ្យមនុស្សទៅរកឯងកុំតិនសួរអីឯងឆាប់ចេញពីផ្ទះមកវិនិតសួស្ដីសាវិនិតកវ័យក្មេងដ៏មានសមត្ថភាពពួកឯងមកទៀតហើយហ៎វីវ៉ូហើយវីណាបិទទូរស័ព្ទតែវិនិតក៏ភ្ញាក់ព្រឺតនៅពេលទូរស័ព្ទបន្លឺឡើងជាថ្មីម្ដងទៀតសន្តិសុខទាំងពីរក៏ស្ទុះទៅយកទូរស័ព្ទពីដៃនាងចំណែកពីចិត្តឆ្ងល់ណាស់ហេតុអីក៏ទេចូលហើយវិនិតបិទទូរស័ព្ទទៅវិញសុវណ្ណបន្លឺហេតុអីក៏នាងទៅហើយសូម្បីតែទូរស័ព្ទពួកយើងក៏មិនទទួលអញ្ចឹងមកពីពួកយើងមិនល្អចំពោះនាងទេដឹងទាំងអស់គ្នាអន្ទះសារណាស់ស្រាប់តែសំឡេងទូរស័ព្ទពីចិត្តបន្លឺឡើងអាឡូបងពីចិត្តខ្ញុំសាវីណាណាវិនិតមានរឿងហើយតើវិនិតនៅឯណាបងឆាប់ចេញមកខ្ញុំនៅចាំបងមុខមន្ទីរពេទ្យកាល់ម៉ែតតើវិនិតមានរឿងអីមែនទេពួកយើងឆាប់ទៅឡានពីរគ្រឿងបើកយ៉ាងលឿនចាក់ចេញទៅសាវីណាបាននាំក្រុមយុវជនមកដល់ផ្ទះជួលដែលវិនិតស្នាក់នៅឈប់ត្រង់នេះហើយពួកបងចូលទៅចុះចំណែកខ្ញុំមិនអាចឲ្យពួកគេឃើញខ្ញុំទេអរគុណនាងហើយវិនិតអង្គុយលើកៅអីដែលមានកិច្ចសន្យានៅពីមុខចំណែកសន្តិសុខទាំងពីរគឺឈរសងខាងនាងកន្លះម៉ោងហើយតើនាងចង់គិតដល់ណាទៀតប្រាក់ខែមួយទ្វេជាពីរហើយនៅមានលក្ខខណ្ឌផ្សេងទៀតពួកយើងគិតថាវាមិនអន់ជាងក្រុមហ៊ុននាងនោះទេវាមិនមែនអាស្រ័យលើលក្ខខណ្ឌទាំងអស់នេះទេបើមិនអញ្ចឹងក្រុមរបស់យើងក៏មិនមានឈ្មោះថាបេះដូងពេជ្រដែរតែវាមានអីពិបាកនាងក៏អាចបង្កើតក្រុមថ្មីមួយផ្សេងទៀតហើយចង់ដាក់ឈ្មោះបេះដូងពិតឬមិនពិតឬអ្វីផ្សេងទៀតក៏បានតាមចិត្តនាងមើលទៅពួកលោកពិបាកស្ដាប់គ្នាណាតើក្រុមហ៊ុនពួកលោកពិតជាត្រូវការខ្ញុំមែនទេពិតមែនហើយគឺត្រូវការខ្លាំងតែម្ដងចុះបើខ្ញុំនៅតែមិនព្រមសុំទោសពួកខ្ញុំមានតែនាំនាងទៅជួបលោកចាងវាងផ្ទាល់ហើយឲ្យបិចមកវិនិតឆុងបិចយកមកប៉ុន្តែនាងមិនបានសញ្ញេនោះទេនាងបែរជាគូសវាសពេញលើក្រដាស់ទាំងអស់យុវជនទាំងពីរបន្លឺនាងចង់ធ្វើអីពួកលោកមិនចាំបាច់ចាប់ខ្ញុំទេខ្ញុំដើរដល់ខ្លួនឯងសួស្ដីស្រីចំអកសំឡេងរ៉ាណេបន្លឺឡើងវិនិតក្រឡេកមកមាត់ទ្វារឃើញយុវជនទាំងអស់ឈរយ៉ាងត្រៀបត្រានាងត្រេកអរណាស់ស្ទុះរត់ចេញពីយុវជនទាំងពីរមករកពួកគេពីចិត្តបន្លឺពួកលោកជានរណាពួកយើងទៅវិញប្រាប់លោកចាងវាងរបស់លោកទៅខ្ញុំពិតជាមិនអាចធ្វើតាមសំណើរបស់គាត់បានទេសន្តិសុខទាំងពីរចាក់ចេញទៅពីចិត្តងាកមកសម្លឹងវិនិតធ្វើឲ្យនាងអោនមុខចុះនិយាយទាំងរដិបរដប់សុំទោសទៅរៀបចំអីវ៉ាន់ទៅត្រឡប់ទៅផ្ទះវិញមិនបានទេបងឲ្យទៅរៀបចំអីវ៉ាន់ចាំពួកបងទៅរៀបឲ្យឯងក៏បានរ៉ាណេនិងរ៉ាឌីស្ទុះទៅរៀបចំអីវ៉ាន់យុវជនទាំងអស់ក៏នាំគ្នាមកដល់ផ្ទះតែពុំទាន់មាននរណាហ៊ានសួរនាំវិនិតនៅឡើយទេរ៉ាណេនិងរ៉ាឌីយកអីវ៉ាន់ទៅដាក់ដល់ក្នុងបន្ទប់វិនិតរ៉ាណេក៏និយាយទៅកាន់យុវតីម្ដងនេះបងថាឯងធ្វើជ្រុលពេកហើយបងពីចិត្តខ្លាំងណាស់ឯងដឹងទេពួកឯងនៅទីនេះទេពីចិត្តបន្លឺអូពួកខ្ញុំចុះទៅវិញហើយឯងដោះស្រាយខ្លួនឯងទៅឯងប្រាប់បងមកហេតុអីក៏ឯងចង់រើចេញពីទីនេះតែមិនប្រាប់បងមួយម៉ាត់សោះអញ្ចឹងអោខ្ញុំសុំទោសខ្ញុំមិនចង់រំខានពួកបងរំខានស្អីពួកបងធ្លាប់និយាយប្រាប់ឯងអញ្ចឹងសុំទោសតើមានអីទាក់ទងនឹងសូរិយាមែនទេគ្មានទេសូរិយាឯងរើចេញមែនទេគ្មានទាក់ទងនឹងគាត់ទេគឺខ្ញុំចង់រើចេញតែខ្លួនឯងម្ដងនេះចាត់ទុកថាខ្ញុំជាអ្នកខុសចុះខ្ញុំមិនគួររើចេញដោយមិនបានប្រាប់ពួកបងនោះទេខ្ញុំសុំទោសបងតើបានទេឯងមិនមែនវិនិតដែលក្លាហានត្រឹមត្រូវនិងស្មោះត្រង់ពីមុនទេតែបងចង់ឲ្យឯងដឹងថារឿងរបស់បងនិងសូរិយាគ្មានទាក់ទងនឹងឯងនោះទេទោះជាគ្មានឯងក៏បងនិងនាងមិនអាចដូចដើមវិញដែរបានហើយឯងប្រហែលជាហត់នឿយហើយសម្រាប់ចុះសុំទោសសូរិយាដឹងថាពីចិត្តប្រកាសជាដឹងរឿងដែលនាំឲ្យវិនិតរើចេញតើនាងគួរតែបកស្រាយយ៉ាងណាចំណែកវិនិតព្រឹកឡើងនាងមិនទាន់បានទៅក្រុមហ៊ុនទេគឺនាងទៅក្រុមហ៊ុនមយូរ៉ាមុនលោកមយូរ៉ាបន្លឺឡើងដោយការភ្ញាក់ផ្អើលសាវិនិតជំរាបសួរអង្គុយសិនទៅនាងផ្លាស់ប្ដូរចិត្តហើយមែនទេហេតុអីលោកត្រូវការខ្ញុំព្រោះនាងជាកវីដែលមានសមត្ថភាពបើសិនជាមាននាងផលិតកម្មខ្ញុំអាចនឹងទទួលការចាប់អារម្មណ៍ពីទស្សនិកជនថែមទៀតបើសិនខ្ញុំនៅក្នុងសភាពជាកម្មករដែលពុំទាន់មាននរណាចាប់អារម្មណ៍តើលោកអាចនឹងទទួលយកខ្ញុំទេការពិតលក្ខខណ្ឌនៅក្នុងកិច្ចសន្យានោះគឺល្អទាំងអស់សម្រាប់ខ្ញុំប៉ុន្តែលោកយល់ទេថាបេះដូងកវីដូចជាពួកយើងត្រូវការអ្វីមិនសង្កត់ធ្ងន់តែទៅលើប្រាក់នោះទេហើយខ្ញុំក៏មិនបានប្រកាន់ថាក្រុមហ៊ុនលោកបែបនេះឬបែបនោះដែរតែសូមឲ្យលោកយល់ខ្ញុំមិនអាចចាក់ចេញពីពួកគាត់បានទេព្រោះអារម្មណ៍និងបេះដូងខ្ញុំគឺនៅជាមួយពួកគាត់អស់ទៅហើយសូមលោកយោគយល់ដល់ខ្ញុំផងខ្ញុំជឿថាលោកអាចធ្វើបានលោកកុំភ្លេចថាលោកមានសាវីណា
ហើយសាវេណានេះហើយជាបេះដូងពិតរបស់ក្រុមហ៊ុនលោកហេតុអីក៏ត្រូវមើលរំលងនាងបែបនេះខ្ញុំនិងនាងគឺជាមិត្តភក្តិពួកយើងតែងតែជួយគ្នាហេតុអីក៏លោកមិនផ្ដល់ឱកាសចំណាយពេលវេលាទៅលើនាងបន្តិចទៅសូមលោកសាកល្បងពិចារណាឡើងវិញទៅខ្ញុំសង្ឃឹមថាផលិតកម្មលោកនឹងក្លាយទៅជាគូប្រជែងដ៏ល្អជាមួយផលិតកម្មនាគទេពសូមទោសដែលរំខានពេលវេលាលោកខ្ញុំជម្រាបលាសំជាកវីមែនល្អខ្ញុំនឹងសាកល្បងពិចារណាថ្លែងពីចិត្តនេះបើកទ្វារខ្វាក់ចូលទៅរកសូរិយាដល់ក្នុងបន្ទប់ធ្វើការបងមានរឿងអីចង់និយាយជាមួយខ្ញុំមែនទេនាងបាននិយាយអីជាមួយវិនិតខ្លះហេតុអីក៏បងសួរខ្ញុំបែបនេះឬវិនិតប្រាប់បងថាខ្ញុំជាអ្នកឲ្យនាងរើចេញហេតុអីក៏ខ្ញុំចាំបាច់ត្រូវធ្វើអញ្ចឹងបងនិយាយទៅថាខ្ញុំធ្វើបែបនេះដើម្បីអីខ្ញុំមិនដឹងទេតែបើរឿងនេះពិតជាគ្មានតាក់ទងនឹងនាងមែនគឺប្រសើរហើយសំទោសផងដែលរំខាននាងសូរិយាខ្នក់ខ្លាញ់នឹងវិចិត្រយ៉ាងខ្លាំងមួយសន្ទុះក្រោយក៏ដើរចេញទៅបន្ទប់ទឹកស្រាប់តែជួបនឹងវិនិតល្មមសួស្ដីអ្នកនាងមិនបានរើចេញទេមែនទេសំទោសខ្ញុំមើលតែនាងដូចជាទន់ភ្លន់ណាស់ការពិតគឺនាងមិនចង់ចាក់ចេញពីបងវិចិត្រតើមែនទេការពិតខ្ញុំបានចាក់ចេញហើយតែនាងក៏ត្រឡប់មកវិញខ្ញុំដឹងថាខ្ញុំមិនគួរឲ្យនាងធ្វើបែបនោះទេតែនាងបាននិយាយហើយថានាងមិនបានស្រឡាញ់គាត់ឬមួយនាងក៏ស្រឡាញ់គាត់ដែរឬមួយខ្ញុំពិតជាគ្មានសង្ឃឹមស្រោចស្រង់ស្នេហានេះទេអត់ទេអ្នកនាងឲ្យខ្ញុំសំទោសខ្ញុំនឹងនិយាយជាមួយពួកគាត់ម្ដងទៀតឯងចង់និយាយពីរឿងអីបងបានណាអ្នកនាងកុំហួសហេតុពេកបានទេលោកនិយាយអីខ្ញុំហួសហេតុអីអ្នកនាងជាអ្នកធ្វើគឺបានដឹងខ្លួនឯងច្បាស់ណាស់សូមកុំអាត្មានិយមពេកលោកពួកយើងទៅបានណាអូសដៃវិនិតដើរចេញមកក្រៅវិនិតគ្រវេះដៃយុវជនចេញតែបងកំពុងធ្វើអីបងទេដែលត្រូវសួរឯងហេតុអីក៏ឯងមិនដូចជាឯងអញ្ចឹងបងចង់និយាយអីចម្រៀងឯងមួយបទណាក៏សុទ្ធតែបង្ហាញពីជំនឿចិត្តនិងការតស៊ូដែរតែឯងមិនមែនទេបងមើលតែឯងពេលនេះគឺគ្មានជំនឿចិត្តទៅតែសោះឯងមិននឹងអាចខ្លាយជាមនុស្សបែបនេះសុំទោសឯងស្រឡាញ់បងដូចជាបងប្រុសតើមែនទេបងធ្វើអីហ្នឹងឯងនៅសៀមទៅបងចង់អោបឯងបន្តិចតែឯងអាចអោបបងវិញតើបានទេវិនិតក្រសោបអោបតបយុវជនវិញរូបភាពនេះគឺស្ថិតនៅក្នុងកែវភ្នែកពិចិត្រសូរិយាឃើញពិចិត្រដើរចេញទៅដោយទឹកមុខស្រងូតតែសម្រាប់នាងហាក់ដូចជាត្រេកអរខ្លាំងណាស់ព្រោះគិតថាវណ្ណានិងវិនិតស្រឡាញ់គ្នានាងក៏ដើរទៅតាមពិចិត្រចំណែកវណ្ណានិងវិនិតអង្គុយទន្ទឹមគ្នាដោយស្ងៀមស្ងាត់យុវជនស្រដីឯងឈប់មានគំនិតចាក់ចេញទៀតទៅព្រោះទោះជាយ៉ាងណាក៏ពិចិត្រមិនយល់ព្រមដែរប៉ុន្តែបងសួរឯងនៅពេលដែលបងអោបឯងតើឯងមានអារម្មណ៍អីទេគ្មានទេព្រោះតែឯងចាត់ទុកបងជាបងប្រុសមែនទេតែបងមិនមែនទេបងមិនបានស្រឡាញ់ឯងដូចជាប្អូនស្រីទេបងហេតុអ្វីក៏បងរឹតតែស្រឡាញ់អូនបាត់នេះគឺបងតែងនៅពេលដែលបងលួចស្រឡាញ់ឯងតែទោះជាបងស្រឡាញ់វាយ៉ាងម៉េចទោះជាបងអោបឯងចាប់ដូចជាពេលអំបញ្ញមិញអញ្ចឹងក៏ដោយគឺបេះដូងរបស់ឯងមិនកម្រើកទៅតែសោះមិនខុសអំពីសូរិយានិងពិចិត្រនោះទេទោះសូរិយាប្រឹងប្រែងយ៉ាងណាក៏បេះដូងរបស់ពិចិត្រមិនអាចកម្រើកបានដែរព្រោះពិចិត្រមានមនុស្សដែលខ្លួនស្រឡាញ់រួចទៅហើយដូចជាឯងអញ្ចឹងឯងយល់ពីអ្វីដែលបងនិយាយទេចាសុំទោសធ្វើឲ្យបងបារម្ភយ៉ាងនេះពេលនេះបងស្រឡាញ់ឯងដូចជាប្អូនអញ្ចឹងឯងគួរធ្វើអ្វីដែលឯងត្រូវការទៅបងគ្រប់ត្រូលឯងជានិច្ចអរគុណបងហើយហេតុអីក៏បងត្រូវមកបញ្យល់កវីដូចជាឯងអញ្ចឹងដូចជាមិនសមទេដឹងបងនិយាយអីខ្ញុំទៅបន្ទប់ភ្លេងហើយស៊ូឡាងកវីតូចវណ្ណាពិតជាធ្វើឲ្យវិនិតធូរស្រាលណាស់ប៉ុន្តែពិចិត្រប្រហែលជាមិនធូរស្រាលទេតានេះកំពុងតែប្រច័ណ្ឌឬយុវជនហាក់ដូចជាតបប្រមល់ដល់ហើយវិនិតត្រឡប់មកពីទិញអាហារពេលល្ងាចវិញពុំឃើញមាននរណានៅក្នុងផ្ទះសោះនាងក៏ចេញទៅសួរសន្តិសុខដែលយាមនៅមុខផ្ទះពូតើពួកគាត់ទៅណាអស់ហើយពួកគាត់នៅខាងក្នុងទាំងអស់គ្នាតើតែខ្ញុំអត់ឃើញគាត់ទេពូអត់ឃើញពួកគាត់ចេញមកក្រៅឯណាក្មួយចូលទៅរកម្ដងទៀតទៅមើលពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ភ្លើងអគ្គិសនីត្រូវដាច់ពន្លឺទៀនព្រារំលេចឡើងលាយជាមួយបទចម្រៀងដ៏សែនពីរោះមីនិតរំភើបខ្លាំងណាស់នាងភ្លេចទៅហើយថាថ្ងៃនេះជាថ្ងៃខួបកំណើតនាងហើយនេះក៏ជាលើកទី1ដែរដែលមានពិធីនេះសម្រាប់នាងឯងអង្គុយឲ្យស្រួលទៅបួងសួងទៅនិយាយឲ្យលឺមកពួកបងស្ដាប់ផងត្រូវហើយបួងសួងលឺទៅផ្សាក់សិទ្ធបងកុំនិយាយផ្ដាស់មិននឹងអាចឲ្យពួកបងលឺនោះវគ្គ9តន្ត្រីទេសចរតាមរយៈកិច្ចសហការជាមួយក្រសួងទេសចរក្រុមហ៊ុននាគទេពបានប្រគំតន្ត្រីទេសចរនៅកែព្រះសីហនុក្នុងរយៈពេល1ថ្ងៃគឺថ្ងៃសៅរ៍ដោយសារប៉ះលើថ្ងៃសម្រាកពិនិត្យក៏បានចូលរួមដំណើរទៅជាមួយផងបន្ទាប់ពីបញ្ចប់ការសម្ដែងហើយពួកគេពុំទាន់ត្រឡប់មកវិញភ្លាមទេគឺនៅដើរកំសាន្ត1ថ្ងៃសិនវីដេអូបកត្រសៀកត្រសៀកក្រោមសូរិយារៀបអស់ស្ដង់គុតធ្វើឲ្យមាត់សមុទ្រមានសភាពស្រស់ស្អាតគួរឲ្យកុលគន់មិនចង់ឃ្លាតឆ្ងាយ
នេះជាលើកទី1ហើយដែលវិនិច្ឆ័យមកលេងនៅមាត់សមុទ្រនៅពេលរៀបយប់យ៉ាងនេះនាងបានស្រែកយ៉ាងខ្លាំងទៅកាន់រលករួចហើយនិយាយតែម្នាក់ឯងម្ដងនេះខ្ញុំមិនចាំបាច់ស្រែកដាក់កែវក្រដាស់ទៀតទេដំណាក់ភ្លៀងតាហេតុអីក៏រកភ្លៀងពេលនេះទៅវិញវិនិច្ឆ័យបំរុងរត់មកផ្ទះវិញក៏ស្រាប់តែបានជួបនឹងសូរិយាអ្នកនាងមេឃធ្លាក់ភ្លៀងហើយពួកយើងឆាប់ត្រឡប់ទៅវិញទៅយុវតីទាំងពីរត្រឡប់មកដល់ផ្ទះក៏ចូលទៅក្នុងបន្ទប់រៀងខ្លួនតែមួយសន្ទុះក្រោយសូរិយាក៏រត់ទៅគោះទ្វារវិនិច្ឆ័យទាំងត្រហេតត្រហបអ្នកនាងមានការអីមែនទេនាងមានឃើញខ្សែកខ្ញុំទេខ្សែកដែលឯងឲ្យមកខ្ញុំនោះណាអ្នកនាងសាកល្បងគិតទៅមើលថាអ្នកនាងបានដើរទៅណាខ្លះត្រូវឲ្យតិចលោជ្រុះនៅមាត់សមុទ្រទេដឹងខ្ញុំទៅរកវាសិនមេឃរលឹមយ៉ាងនេះតើអ្នកនាងទៅយ៉ាងម៉េចខ្ញុំមិនអាចឲ្យខ្សែកនោះបាត់ទេខ្ញុំទៅរកវាហើយឈប់សិនខ្ញុំគិតថាវាអាចនឹងជ្រុះនៅទីនេះពួកយើងសាកល្បងរកនៅជុំវិញនេះសិនទៅតើបានទេបើនៅតែរកមិនឃើញទៀតចាំខ្ញុំទៅជាមួយអ្នកនាងទៅរកក្នុងបន្ទប់ឲ្យសពសិនទៅខ្ញុំរកមើលជុំវិញនេះសូរិយាសម្រាប់តាមវិនិច្ឆ័យមួយស្របក់ក្រោយវិនិច្ឆ័យក៏កាន់ខ្សែកទៅកាន់បន្ទប់សូរិយាដោយបន្លឺឡើងខ្ញុំរកឃើញហើយអ្នកនាងឯណានេះអរគុណទេវតាហើយអរគុណវិនិច្ឆ័យតើនាងរកឃើញនៅឯណានៅក្បែរកៅអីក្នុងបន្ទប់ទទួលភ្ញៀវពិតជាអរគុណនាងណាស់មិនអីទេខ្ញុំទៅបន្ទប់វិញហើយវិនិច្ឆ័យចារឿងពីថ្ងៃមុនឲ្យខ្ញុំសុំទោសផងខ្ញុំមិនគួរបន្ទោសនាងទេខ្ញុំដឹងហើយថាមនុស្សដែលនាងស្រឡាញ់គឺវណ្ណាមិនមែនបងពីចិត្តទេសុំទោសផងណាចាសូរិយាពិតជាត្រេកអរណាស់ដែលនាងអាចរកខ្សែកឃើញវិញនាងចេញពីបន្ទប់មកក៏ជួបនឹងពីចិត្តល្មមបងត្រឡប់មកវិញហើយចុះឯណាអ្នកផ្សេងទៀតពួកគេចូលផ្សារមួយផ្លេតគិតថានាំគ្នាទិញអីមកញ៉ាំយប់នេះតែគួរឲ្យស្ដាយបើកុំតែមេឃរលឹមពួកយើងប្រហែលជាអាចទៅលេងនៅមាត់សមុទ្របានខ្ញុំទៅបន្ទប់ទឹកសិនចាពីចិត្តមិនទាន់បានទៅបន្ទប់ខ្លួនភ្លាមទេនាយតែរកវិនិច្ឆ័យមុនសិនយុវជនគោះទ្វារហើយតែដូចជាគ្មានមនុស្សនៅខាងក្នុងបន្ទប់ទេតើវិនិច្ឆ័យមិននឹងអាចទៅណាបានបើមេឃរលឹមយ៉ាងនេះនោះយុវជនយកទូរស័ព្ទទេទៅយុវតីតែគ្មានអ្នកទទួលឡើយនាយក៏ទៅគោះទ្វារសូរិយាបងមានការអីនាងមានឃើញវិនិច្ឆ័យទេក្រែងវិនិច្ឆ័យនៅក្នុងបន្ទប់បន្ទប់ចាក់សោហើយក្រែងលោតនាងកំពុងតែងូតទឹកទេដឹងពិតមែនហើយខ្ញុំភ្លេចគិតសុំទោសរំខាននាងហើយមិនអីទេខ្ញុំទៅវិញហើយចាហេតុអីក៏បងចេះតែបារម្ភពីវិនិច្ឆ័យគ្រប់ពេលបែបនេះពីចិត្តដែលចេញមកបន្ទប់ទទួលភ្ញៀវក៏សម្លឹងចេញទៅក្រៅយុវជនហាក់ដូចជាឃើញពន្លឺពិលដ៏តូចនៅមាត់ឆ្នេរសមុទ្រតែមើលមិនច្បាស់ថាជានរណាសោះក្រោយពេលផ្លេកបន្ទោភ្លឺឆ្វាយទើបនេះឃើញច្បាស់ថាជាវិនិច្ឆ័យដើរឈ្ងោកហាក់ដូចជារកអ្វីមួយទឹកសមុទ្រនាយចូលឡើងហើយក៏ស្រកទៅវិញវិនិច្ឆ័យឃើញយ៉ាងច្បាស់នៅរបស់ដែលនាងចង់រកនាងស្ទុះទៅរើសវាឡើងដោយសេចក្តីត្រេកអរតែពីចិត្តក៏មកដល់ល្មមទីបំផុតខ្ញុំរកឯងឃើញហើយបងវិនិច្ឆ័យលាក់ខ្សែកទៅក្រៅខ្នងតើឯងកំពុងទៅរកអីខ្ញុំគ្មានទេខ្ញុំគ្រាន់តែចង់ដើរលេងតាមឆ្នេរប៉ុណ្ណោះដើរលេងហាលភ្លៀងហ្នឹងបងចង់ដឹងណាតើរបស់អីដែលធ្វើឲ្យឯងមានអារម្មណ៍ដើរលេងហាលភ្លៀងយ៉ាងនេះពីចិត្តស្ទុះទៅកញ្ឆក់របស់ពីដៃវិនិច្ឆ័យហើយយកពិលមកឈួនមើលឃើញច្បាស់ថាជាខ្សែកដែលខ្លួនបានប្រគល់ឲ្យនាងសម្លឹងទៅមាណវីដែលឈ្ងោកមុខចុះមិននិយាយស្ដីអ្វីទាំងអស់វាគួរឲ្យហួសចិត្តពេកហើយព្រោះតែខ្សែកមួយខ្សែនេះទើបធ្វើឲ្យកវីតូចម្នាក់នេះចង់មកដើរកំសាន្តក្រោមដំណក់ភ្លៀងស្រេចមិនមានអារម្មណ៍ថាត្រជាក់តែសោះពិតមែនហើយអ្វីត្បិតតែធាតុអាកាសត្រជាក់ប៉ុន្តែបេះដូងនាងកក់ក្ដៅណាស់ហើយកម្ដៅនៃបេះដូងនេះវាកំពុងតែជ្រាបចូលទៅក្នុងបេះដូងយុវជនដែលពីដំបូងក៏មានអារម្មណ៍ថាត្រជាក់នោះប្រែទៅជាកក់ក្ដៅមួយរំពេចនេះក្រសោបអោបរាងកាយដ៏តូចស្ដាងរបស់យុវតីហើយស្រដីទាំងញញឹមស្ងួតហេតុអីក៏ល្ងងយ៉ាងនេះសុំទោសតើរងាទេពួកយើងទៅផ្ទះវិញបងមិនសួរថាហេតុអីក៏ខ្សែកនេះនៅទីនេះទេទៅដល់ផ្ទះបងប្រកាសជាសួរពួកយើងឆាប់ទៅពីចិត្តកាន់ដៃវិនិច្ឆ័យរត់ត្រឡប់មកផ្ទះវិញមើលទៅពួកគេទាំងពីរហាក់ដូចជាសប្បាយចិត្តណាស់ប៉ុន្តែសូរិយានាងហាក់ដូចជាទន់ជង្គង់អស់ហើយដំណាក់ទឹកភ្នែកលាយនឹងដំណាក់ទឹកភ្លៀងវាពុំមែនជាភាពកក់ក្ដៅនោះទេនាងរងាខ្លាំងណាស់រងាទាំងកាយរងាទាំងបេះដូងនាងដឹងហើយថាការពិតពីចិត្តមិនបានភ្លេចនាងឡើយគឺនាងទេដែលភ្លេចយុវជនហេតុអីក៏នាងចំណាំខ្សែករបស់ខ្លួនមិនបាននាងកញ្ឆក់ខ្សែកពីករបស់ខ្លួនយកមកសម្លឹងមើលវិលទៅរកអតីតកាលពី5ឆ្នាំមុននេះជាខ្សែកបងជូនអូនស្អាតណាស់បងក៏មានដែរត្រូវហើយនេះជាខ្សែកគូសង្សារអូនមើលទៅមើលតើវាដូចគ្នាទេ
cứ đôi khi nèត្រូវហើយដូចគ្នាប៉ុន្តែបងមានវិធីចំណាំដើម្បីឲ្យដឹងថាមួយណាជារបស់អូនចំណាំយ៉ាងម៉េចខ្សែករបស់អូនគឺមានឆ្នូតសមួយនៅលើត្បូងនេះបើពួកយើងមិនបានពិនិត្យឲ្យច្បាស់ទេគឺយើងមើលមិនឃើញវាឡើយអូនចាំបានទេចាំបានហើយសូរិយាស្រែកយំអស់ពីទំហឹងរបស់ខ្លួននៅក្រោមដំណក់ភ្លៀងស្រែកក្បែរមាត់ឆ្នេរចំណែកពីចិត្តនិងវិនិច្ឆ័យគឺចូលបន្ទប់រៀងខ្លួនដើម្បីផ្លាស់សម្លៀកបំពាក់សម្លេងគោះទ្វារមិនលើឡើងយុវតីនឹកថាជាយុវជនហើយក៏ស្ទុះទៅបើកទ្វារឡើងប៉ុន្តែអ្វីដែលនាងឃើញគឺសូរិយាដែលទៅទឹកខ្លួនជោគព្រមជាមួយទឹកមុខដ៏ក្រៀមក្រំអ្នកនាងសូរិយាហេតុអីក៏អ្នកនាងទៅទឹកខ្លួនជោគអញ្ចឹងខ្ញុំមានការចង់និយាយជាមួយនាងប៉ុន្តែអ្នកនាងគួរតែផ្លាស់ខោអាវសិនទៅប្រយ័ត្នឈឺណាខ្ញុំមិនអីទេតែខ្ញុំអាចចូលក្នុងបានទេចាបានអ្នកនាងចេញអង្គុយសិនទៅហេតុអីក៏នាងមានខ្សែកមួយខ្សែនេះគឺការប៉ិតខ្សែកដែលនាងឲ្យមកខ្ញុំបានធ្វើជ្រុះវានៅមាត់សមុទ្រហើយនាងក៏យកខ្សែកនេះមកជំនួសមែនទេសុំទោសខ្ញុំចង់ដឹងថានាងបានខ្សែកនេះមកពីណាគឺខ្ញុំបានឃើញវាដោយចៃដន្យទេនាងកុហកនាងដឹងទេនេះទៅជាខ្សែករបស់ខ្ញុំមិនដឹងអាចនៅនឹងនាងនោះខ្ញុំអង្វរនាងប្រាប់ខ្ញុំមកថានាងបានខ្សែកនេះមកពីណាអ្នកនាងពិតជាចង់ដឹងមែនទេត្រូវហើយគឺបងសវណ្ណឲ្យមកខ្ញុំកាលពី3ឆ្នាំមុនបងពិចិត្របានប្រកល់ឲ្យគាត់ការពិតនាងបានដឹងហើយថាមួយនេះទៅជារបស់ខ្ញុំមែនទេសុំទោសការពិតខ្ញុំទេដែលត្រូវអរគុណនាងហេតុអីក៏នាងលាក់រឿងនេះនាងប្រហែលជាអាណិតខ្ញុំណាស់តើមែនទេមិនមែនទេខ្ញុំគ្រាន់តែសង្ឃឹមថាអ្នកនាងនឹងគិតអាចដូចកាលពីពេលមុនអញ្ចឹងប៉ុន្តែនាងក៏ដឹងថាគិតលេងស្រឡាញ់ខ្ញុំហើយមែនទេសុំទោសបើខ្ញុំដឹងថាលទ្ធផលរឹតតែធ្វើឲ្យអ្នកនាងឈឺចាប់យ៉ាងនេះខ្ញុំប្រហែលជាមិនធ្វើអញ្ចឹងទេអរគុណហើយអ្នកនាងយ៉ាងម៉េចហើយសូរិយាងើបឈរឡើងក៏ដួលសន្លប់បាត់ស្មារតីពីចិត្តស្ទុះរត់ចូលមកមានរឿងអីអ្នកនាងសូរិយាសន្លប់ហើយឯងចេញទៅមុនទៅបាក់ទ្វារឡានទៅចាវិនិច្ឆ័យផ្ដាំផ្ញើពូសន្តិសុខហើយក៏ឡើងឡានទៅជាមួយពីចិត្តសូរិយាស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ដល់ឡើយពីចិត្តយកដៃអង្អែលស្មាវិនិច្ឆ័យថ្នមហើយស្រដីកុំភ័យអីនាងមិនអីទេមកពីខ្ញុំទៅធ្វើឲ្យកាត់ទៅជាយ៉ាងនេះកុំបន្ទោសខ្លួនឯងអីតែបានទេអ្នកដែលខុសគឺបងទេតើសូរិយាកាត់អីហ្នឹងយុវជនទាំង4នាក់មកដល់ព្រមគ្នាមួយសន្ទុះក្រោយសូរិយាក៏ដឹងខ្លួនឡើងវិញអ្នកនាងយ៉ាងម៉េចហើយមិនអីទេសុំទោសដែលធ្វើឲ្យទាំងអស់គ្នាបារម្ភមិនអីទេឲ្យតែអ្នកនាងមិនអីគឺប្រសើរហើយរ៉ាណេបានលើបន្ទាប់ពីសូរិយាមានអារម្មណ៍ថាធូរស្បើយហើយពួកគេក៏នាំគ្នាត្រឡប់មកផ្ទះវិញវិនិច្ឆ័យជួយគ្រាសូរិយាទៅដល់ក្នុងបន្ទប់ពេលឃើញសូរិយាគេងស្រួលបួលហើយនាងបំរុងចេញទៅក្រៅប៉ុន្តែសូរិយាបានលើឡើងវិនិច្ឆ័យចាអ្នកនាងត្រូវការអីមែនទេតើនាងអាចឲ្យខ្សែកមួយខ្សែទៀតមកខ្ញុំបានទេបានអ្នកនាងចាំមួយផ្លេតវិនិច្ឆ័យចេញទៅយកខ្សែកមួយខ្សែទៀតមកឲ្យសូរិយានេះនាងដឹងថាខ្សែកមួយគូនេះខុសគ្នាត្រង់ណាទេមិនដឹងទេនាងមើលលើត្បូងទាំងពីរនោះឲ្យច្បាស់ទៅខ្សែកដែលឆ្នូតសនៅលើត្បូងនោះវាជារបស់ខ្ញុំចំណែកត្បូងដែលគ្មានឆ្នូតជារបស់បងពិចិត្រការពិតបងពិចិត្របានឲ្យខ្សែកកាត់ទៅនាងតែខ្ញុំបែរជាមើលមិនដឹងថាវាជារបស់នរណាទៅវិញការពិតខ្ញុំទេជាអ្នកខុសគឺខុសម្ដងហើយម្ដងទៀតខ្ញុំនៅតែជាមនុស្សដែលធ្វើឲ្យកាត់អស់សង្ឃឹមហើយធ្វើបាបដល់នាងទៀតសុំទោសអ្នកនាងកុំនិយាយបែបនេះអីតើនាងអាចប្រាប់ខ្ញុំនៅការពិតមួយបានទេការពិតនាងស្រឡាញ់បងពិចិត្រដែរតើមែនទេខ្ញុំស្មានថាមនុស្សដែលនាងស្រឡាញ់គឺវណ្ណាតែមិនមែនទេមនុស្សទី3មិនមែនជានាងទេគឺខ្ញុំអ្នកនាងចាប់តាំងពីថ្ងៃនោះមកសូរិយាហាក់បីដូចជាគ្មានដុំពពកបាំងទៀតទេនាងបានរើបំរាស់ចេញពីស្រមោលអតីតកាលទាំងអស់ហើយពេលនេះនាងកំពុងតែរីករាយក្នុងការរៀបចំកម្មវិធីថ្មីមួយសម្រាប់ក្រុមយុវជនបេះដូងពិតដែលត្រៀមទៅសម្ដែងនៅប្រទេសកូរ៉េក្នុងអាល់ប៊ុមទី8ដែលទើបតែចេញផ្សាយក្នុងពេលថ្មីនេះម្ដងនេះវិនិច្ឆ័យនៅតែមិនបានរួមដំណើរទៅជាមួយដដែលព្រោះជាប់រវល់រៀនពីការតែងនិពន្ធបន្ថែមទៀតនិងជាពិសេសនាងត្រូវរៀបចំធ្វើសារណាការពីបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់នាងផងថ្លែងពីសាវិណាពេលនេះនាងកំពុងខិតខំប្រឹងប្រែងចំពោះការតែងនិពន្ធរបស់នាងហើយជាពិសេសនោះពេលថ្មីនេះនាងបានបញ្ចប់ប្រឡោមលោកមួយរឿងដែលធ្វើឲ្យលោកចាងវ៉ាមានការចាប់អារម្មណ៍និងពេញចិត្តជាខ្លាំងលោកស្រដីទៅកាន់នាងសុំទោសដែលកន្លងមកខ្ញុំមើលរំលងនាងលោកចាងវ៉ាក៏មានប្រសាសន៍បែបនេះអីខ្ញុំអរគុណលោកណាស់ដែលផ្ដល់ឱកាសដល់ខ្ញុំនាងគួរតែអរគុណសាវិនិច្ឆ័យ
នាងបានធ្វើឲ្យខ្ញុំមានការពិចារណាឡើងវិញជាការពិតណាស់ពួកនាងស័ក្តិសមនឹងមានបេះដូងជាកវីនិពន្ធមែនអរគុណលោកចាងវាងត្រូវហើយនាងនិយាយមកមើលតាមគំនិតរបស់នាងតើអ្នកណាដែលស័ក្តិសមធ្វើជាតួឯកក្នុងរឿងនេះលោកពិតជាចង់ឲ្យខ្ញុំនិយាយមែនណាយ៉ាងម៉េចនាងពិតជាមានមនុស្សដែលស័ក្តិសមរួចហើយគឺសំនៀងពីចិត្តនិងក្រុមបេះដូងពិតពីចិត្តចាខ្ញុំគិតថាវាហាក់ដូចជាពិបាកបន្តិចហើយតែចាំខ្ញុំពិចារណាមើលតាមរយៈការពិចារណារួចមកលោកមយូរ៉ាយល់ថាពីចិត្តគឺពិតជាស័ក្តិសមនឹងសម្ដែងជាតួអង្គនេះណាស់លោកក៏សម្រេចចិត្តទៅក្រុមហ៊ុននាគទេពវិនិតមានការភ្ញាក់ផ្អើលណាស់នៅពេលដែលនាងបានជួបគាត់លោកចាងវាងសួស្ដីវិនិតលោកអញ្ជើញមកមានការអីនាងកុំបារម្ភអីទោះជាយ៉ាងណាសាវីណាគឺជាបេះដូងពិតរបស់ផលិតកម្មយើងខ្ញុំមកថ្ងៃនេះគឺចង់ជួបនឹងលោកចាងវាងរបស់នាងទេអញ្ចឹងលោកអញ្ជើញមកតាមខ្ញុំមកវិនិតនាំលោកមយូរ៉ាទៅជួបលោកប្រាក់នីលោកចាងវាងនៅផលិតកម្មមយូរ៉ាសូមជួបឲ្យកាត់ចូលមកចាសូមអញ្ជើញលោកជម្រាបសួរលោកប្រាក់នីយ៉ាងម៉េចឯងត្រឹមត្រូវពីកាលណាមកឯងនៅតែរស់រាយដដែលខ្ញុំស្មានតែភ្លេចខ្ញុំទៅហើយតាឯងនិយាយស្អីឯងទេដែលភ្លេចខ្ញុំនោះអញ្ជើញពិសាទឹកលោកទាំងពីរនាងប្រហែលជាឆ្ងល់ហើយការពិតពួកយើងជាមិត្តភក្តិនឹងគ្នាកាលនៅរៀនអញ្ចឹងទេខ្ញុំចេញទៅវិញហើយលោកចាងវាងតើឯងមានការអីទៅមករកខ្ញុំដល់កន្លែងការពិតខ្ញុំកំពុងតែរៀបចំថតនៅខ្សែភាពយន្តមួយតែខ្ញុំនៅខ្វះតួ4នាក់ទៀតទើបខ្ញុំមករកឯងខ្វះតួយើងចង់បានក្រុមបេះដូងពិតរបស់ឯងចូលរួមសម្ដែងក្នុងនោះពីចិត្តសម្ដែងជាតួឯងនិយាយឲ្យត្រង់ចុះខ្ញុំចង់ឲ្យឯងសហការជាមួយខ្ញុំហេតុអីពីមុនខ្ញុំមិនជឿថាបេះដូងពិតមានសារៈសំខាន់យ៉ាងណានោះទេតែពេលនេះខ្ញុំពិតជាចង់ធ្វើវាដោយបេះដូងពិតប្រាកដតែខ្ញុំដឹងថាធនធានដែលក្រុមហ៊ុនខ្ញុំមានពុំទាន់គ្រប់គ្រាន់នៅឡើយទេពិសេសគឺបច្ចេកទេសថតខ្ញុំដឹងថាឯងប្រកាសជាត្រូវការពេលវេលាគិតដូចនេះខ្ញុំមិនបង្ខំឯងទេឯងអាចពិចារណាតាមសម្រួលបានហើយនេះជាសាច់រឿងទាំងមូលដែលយើងត្រូវថតសូមឯងចំណាយពេលអានវាផងបានទេបែកគ្នាមួយរយៈឯងមានការរីកចម្រើនច្រើនណាស់ឯងចង់បានន័យថាម៉េចខ្ញុំយល់ថាឯងកំពុងតែស្វែងរកបេះដូងពិតប្រាកដមែនសូមទោសផងកាលពីមុនខ្ញុំធ្លាប់គិតថាឯងមិនស័ក្តិសមនឹងមុខរបរនេះទេការពិតរឿងនេះទេគួរតែអរគុណដល់បេះដូងពិតរបស់ឯងបេះដូងពិតរបស់ខ្ញុំវិនិតត្រូវហើយឯងមានសារវិនិតជាបេះដូងពិតតែខ្ញុំគឺមានសារវិណាអ្វីត្បិតតែសារវិណាពុំសូវមានជំនាញក្នុងការបង្កើតបទភ្លេងប៉ុន្តែនាងមានឧបនិស្ស័យក្នុងការសរសេរប្រឡំលោកកន្លងមកខ្ញុំមើលរំលងនាងមិនបានផ្ដល់ឱកាសដល់នាងខ្ញុំស្ទើរតែធ្វើឲ្យបាត់បង់បេះដូងពិតមួយនេះប៉ុន្តែវិនិតជាអ្នកធ្វើឲ្យខ្ញុំមានគំនិតនេះឡើងនេះជាលើកទី1ហើយដែលខ្ញុំធ្វើការងារនេះដោយអារម្មណ៍សប្បាយរីករាយហើយត្រូវការជំនួយពីឯងបើពួកយើងសុទ្ធតែមានបេះដូងពិតអញ្ចឹងខ្ញុំយល់ថាពួកយើងនឹងអាចទៅរួចឯងកុំបារម្ភខ្ញុំព្រមសហការជាមួយឯងប៉ុន្តែត្រូវមានការយល់ព្រមពីពិចិត្រនិងពួកគេទាំង3នាក់សិនចាំពួកគេត្រឡប់ពីកូរ៉េវិញខ្ញុំនឹងទៅពិភាក្សាជាមួយពួកគេតើឯងអាចទុកពេលឲ្យខ្ញុំ2-3ថ្ងៃបានទេបានសង្ឃឹមថា2ថ្ងៃក្រោយខ្ញុំនឹងបានដំណឹងពីឯងអរគុណខ្ញុំសង្ឃឹមថានឹងបានសហការជាមួយនឹងឯងដែរក្រោយពេលយុវជនបេះដូងពិតត្រឡប់ពីប្រទេសកូរ៉េវិញលោកចាងវាងក៏ធ្វើការប្រជុំប្រាប់ដល់យុវជនទាំងអស់ចំណែកវិនិតក្នុងកំឡុងពេល2ថ្ងៃនេះនាងពុំបានមកធ្វើការឡើយព្រោះនាងរវល់ឡើងការពីសារណាពីចិត្តបានអានសាច់រឿងដែលលោកចាងវាងផ្ដល់ឲ្យចប់ហើយនេះហាក់បីដូចជាមានអារម្មណ៍នឹកដល់រឿងអតីតកាលទាំងអស់ចាប់តាំងពីបានជួបវិនិតមកវិនិតត្រឡប់ពីសាលាវិញឃើញយុវជនទាំងអស់កំពុងអានសៀវភៅរៀងៗខ្លួនដែលមិនចាប់អារម្មណ៍ពីនាងឡើយនាងក៏ដើរទៅរកសវណ្ណដែលកំពុងទុកដាក់សម្លៀកបំពាក់ពីចិត្តបងតើពួកគាត់កំពុងអានអីហ្នឹងឯងនេះពិតជាមិនដឹងរឿងមែនពួកគេត្រៀមថតកុនហើយណាថតកុនទាំងអស់គ្នាហ្នឹងឯងត្រូវហើយពីចិត្តកំពុងតែអាននៅក្នុងបន្ទប់ឯនោះបើមិនជឿឯងឡើងទៅវិនិតឡើងទៅបន្ទប់ពីចិត្តសំឡេងគោះទ្វារក៏បន្លឺឡើងគឺឯងទេហ៎បងកំពុងតែអានអីមែនទេឯងមើលទៅបេះដូងកវីនិពន្ធដោយរីសាវីណារឿងនេះដែលពួកបងត្រៀមថតនោះអ្នកណាថាពួកបងគ្រាន់តែយកមកអានតើមិនទាន់សម្រេចថាត្រូវថតទេបងអានចប់ហើយមែនទេតែយ៉ាងម៉េចដែរល្អគួរសមគួរឲ្យចាប់អារម្មណ៍ដែរអញ្ចឹងបងសម្រេចចិត្តថាថតទេបងមើលទៅឯងដូចជាចង់ឲ្យបងថតមែនទេចុះឯងមិនចង់ដឹងសាច់រឿងដែលមិត្តភក្តិឯងសរសេរទេខ្ញុំជឿជាក់លើស្នាដៃនាងមិនមែនចង់ជួយគ្នាទេត្រូវហើយជោគជ័យទេប្រកាសជាជោគជ័យហើយបើសិនជាជោគជ័យហើយឯងអាចអានរឿងនេះបានហើយហកយកទៅអញ្ចឹងខ្ញុំចេញទៅហើយវិនិតចេញផុតពីចិត្តបានទេទៅប្រាប់លោកចាងវាងថាខ្លួនព្រមទទួលថតរឿងនេះលោកប្រាក់នេះពិតជារីករាយណាស់កិច្ចសហការថ្មីជាមួយក្រុមហ៊ុនមយូរ៉ាបានចាប់ផ្ដើមឡើង
ក្រុមហ៊ុនទាំងពីរបានខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យខ្សែភាពយន្តបេះដូងកវីคล้ายជាខ្សែវីដេអូមួយដ៏ល្អឥតខ្ចោះទាំងសាច់រឿងនិងគុណភាពសូរិយាគឺជាអ្នកដឹកនាំសម្ដែងចំណែកវិនិតនិងសាវីណាសហការគ្នាសរសេរបទភ្លេងថ្មីឲ្យត្រូវនឹងសាច់រឿងនេះអាល់ប៊ុមចម្រៀងថ្មីនឹងចេញទន្ទឹមនឹងខ្សែភាពយន្តនេះក្រុមយុវជនហាក់ដូចជាមានការហត់នឿយណាស់ទាំងការថតចម្រៀងនិងខ្សែភាពយន្តប៉ុន្តែពួកគេនៅតែញញឹមឲ្យប្រឹងប្រែងឡើងដោយបេះដូងពិតនិងអារម្មណ៍ពិតរបស់ខ្លួនពេលនេះវិនិតអង្គុយគេងនៅលើតុទៀតហើយចំណែកសាវីណានាងកំពុងរៀបចំទុកដាក់ឯកសារនៅក្បែរនាងដែរយុវជនបារម្ភណាស់ពីសុខភាពរបស់នាងនេះដើរចូលទៅបងមកវិញហើយវិនិតនាងថាមិនសូវស្រួលខ្លួនខ្ញុំឲ្យនាងគេងក្នុងបន្ទប់ដែរតែនាងថាមិនអីទេប្រហែលជាគេងលក់មែនទែនហើយវិនិតឲ្យនាងគេងចុះខ្ញុំត្រឡប់ទៅវិញហើយនាងទៅចុះសាវីណាដើរចេញមកក្រៅបន្ទប់ពីចិត្តក៏ចេញមកតាមសាវីណាចាបងមានការអីនាងសរសេររឿងបានល្អណាស់អរគុណបងដែលព្រមទទួលថតរឿងដែលខ្ញុំសរសេរនេះជារឿងទី1ហើយដែលខ្ញុំទទួលថតនាងដឹងមូលហេតុដែលធ្វើឲ្យខ្ញុំទទួលថតរឿងនេះទេខ្ញុំដឹងការពិតខ្ញុំដឹងថាបងប្រកាសជាទទួលថតរឿងនេះព្រោះវាជាជីវិតតស៊ូរបស់វិនិតមែនទេការពិតនាងស្មានដឹងតាំងពីដំបូងតាមមែនទេគ្មាននរណាដឹងច្បាស់ពីឆាកជីវិតវិនិតជាងខ្ញុំទេហើយខ្ញុំក៏មិននឹកស្មានថាកវីសម័យមមើមមីដូចជានាងមានថ្ងៃនេះដែរការនៅរៀនខ្ញុំនៅចាំថាវិនិតដូចជាមនុស្សឈួតអញ្ចឹងនៅពេលដែលនាងបង្កើតបានបទភ្លេងថ្មីមួយពេលនោះខ្ញុំថែមទាំងចំអកលក់លើនាងទៀតថាបទភ្លេងដែលគ្មានអក្សរគ្មាននរណាទទួលស្គាល់នោះទេនាងបែរជាសើចយ៉ាងស្រស់ហើយនិយាយថាថ្ងៃនេះបទភ្លេងគឺគ្មានអក្សរតែខ្ញុំជឿជាក់វានឹងមានអក្សរនៅថ្ងៃណាមួយហើយនៅពេលដែលមានអក្សរនោះរំលេចឡើងខ្ញុំនឹងក្លាយទៅជាកវីម្នាក់ដែលពិភពលោកទទួលស្គាល់ពេលនោះឯងនិងខ្ញុំគឺអាចសហការគ្នាម្នាក់ជាអ្នកនិពន្ធរឿងប្រឡំលោកម្នាក់ជាកវីនិពន្ធបទភ្លេងពួកយើងទាំងពីរពិតជាអស្ចារ្យណាស់កាលនោះខ្ញុំសើចនាងយ៉ាងខ្លាំងហើយនិយាយថាឯងពិតជាសម័យឡើងឈួតមែនហើយខ្ញុំនិងឯងមិននឹងអាចសហការគ្នានោះមិននឹកស្មានថ្ងៃនេះខ្ញុំនិងវិនិតពិតជាសហការគ្នាពិតមែនហើយបើកុំតែនាងខ្ញុំក៏គ្មានឱកាសបែបនេះដែរមើលចុះនាងស្រឡាញ់ការងារនេះណាស់និយាយឲ្យត្រង់ចុះខ្ញុំមិនដែលគិតថាវិនិតជាមិត្តល្អនឹងខ្ញុំទេខ្ញុំតែងតែគិតថានាងមានសមត្ថភាពជាងខ្ញុំមានភាពសំណាងជាងខ្ញុំចេះតែមានអារម្មណ៍ច្រណែននឹងនាងតែសម្រាប់នាងនៅតែចាត់ទុកខ្ញុំជាមិត្តល្អចង់ស្រោចស្រង់ខ្ញុំគ្រប់ពេលខ្ញុំស្ដាយក្រោយណាស់ដែលពីមុនខ្ញុំមិនបានធ្វើល្អដាក់នាងឲ្យបានច្រើនតែមិនទាន់ហួសពេលទេមែនទេពិតមែនហើយថ្មីត្បិតតែពួកយើងធ្វើការដូចគ្នាតែពួកយើងនឹងខិតខំជួយគ្នាដើម្បីខ្លួនឯងនិងសង្គមជាតិបងមិននឹកស្មានថាខ្ញុំក៏គិតដល់ចំណុចនេះដែរការពិតពួកយើងសិតតែគិតដូចគ្នាបើមិនអញ្ចឹងទេបងក៏មិនបាត់ខ្លួនមួយរយៈហើយងាកមកច្រៀងបទនិពន្ធដល់ខ្លួនឯងដែរមួយរយៈធំខ្ញុំក៏វង្វេងបេះដូងដែរព្រោះតែត្រូវការប្រាក់តែពេលនេះខ្ញុំសង្ឃឹមថាខ្លួនឯងនឹងធ្វើបានដោយប្រើបេះដូងពិតដូចជាវិនិតអញ្ចឹងខ្ញុំនឹងគាំទ្រនាងដល់ទីបំផុតអរគុណបងហើយខ្ញុំដូចជានិយាយច្រើនពេកហើយខ្ញុំទៅវិញហើយបងសំណាងល្អត្រូវហើយបងវិនិតឈឺពោះខ្ញុំទៅហើយសាវីណាស្រដីហើយក៏ចេញទៅយុវជនចូលទៅបន្ទប់ឧបករណ៍ភ្លេងវិនិតនៅពុំទាន់ភ្ញាក់នៅឡើយនេះអង្គុយសម្លឹងនាងដោយស្នាមញញឹមតែនាងបើកភ្នែកឡើងមិនក៏បងនៅទីនេះឯណាសាវីណានាងត្រឡប់ទៅវិញហើយមុខឯងស្លេកណាស់ពីចិត្តយកដៃទៅប៉ះធ្វើទាំងសងខាងរបស់យុវតីនាងស្រដីទាំងអៀនខ្មាស់បងធ្វើអីហ្នឹងឯងទៅតែអាយុប្រហែលសោះហេតុអីក៏ដូចជាចាស់ម្លេះពិតមែនទេបងនិយាយលេងទេបងមានរឿងចង់និយាយជាមួយឯងទៅណាហ្នឹងពីចិត្តដិតដៃវិនិតឡើងទៅលើដំបូលហើយពិតជាស្រួលខ្លួនណាស់បងមិនអីទេឯងមើលមកបងដូចជាមានបញ្ហាអីទេដូចជាគ្មានទេបងមានហេតុអីក៏ឯងមើលមិនដឹងអញ្ចឹងតើមានបញ្ហាអីមែនទេឬការសម្ដែងមានការលំបាកគ្មានទេឬអ៊ំប្រុសឲ្យបងទៅគ្រប់គ្រងម៉ាស៊ីនកិនស្រូវអត់ទេអញ្ចឹងមានតែស្អីលោកអ៊ំឲ្យបងរៀបការត្រូវហើយមែនទេបើបងរៀបការជាមួយស្រីផ្សេងតែឯងសប្បាយចិត្តទេឲ្យតែមនុស្សបងពេញចិត្តខ្ញុំក៏សប្បាយចិត្តដែរខ្ញុំនឹងជូនពរបងឲ្យមានសុភមង្គលហើយតែនឹងឆាប់មានកូនហេតុអីគ្រប់ពេលឯងតែងតែអញ្ចឹងតើខ្ញុំយ៉ាងម៉េចបងដឹងមួយរយៈនេះពួកយើងពិតជារវល់ណាស់រវល់សូម្បីតែពេលវេលាសម្រាប់ស្នេហាក៏ពួកយើងគ្មានពេលគិតដែរតែបងនឹងគិតវានៅពេលការសម្ដែងត្រូវបញ្ចប់បងចាំថាបងមិនដែលនិយាយទេថាបងស្រឡាញ់ឯងតែថ្ងៃនេះបងសារភាពថាបងស្រឡាញ់អូនមិនមែនមិត្តភក្តិឬក៏ប្អូនស្រីនោះទេគឺស្រឡាញ់ចង់មើលថែអូនអស់មួយជីវិតតែអូនយល់ព្រមទេបងជាតារាល្បីណាបើបងរៀបការបងមិនខ្លាចទស្សនិកជនរបស់បងខកចិត្តទេ
มันคลายเตะบ้องเมียงกะไว้ใบดวงเป็นในกระบายคลูนให้ได้ก็คลายตัวสนิทจนขอจัดเมื่อแต่โอ๊ตด้วยจิบารมเชียงบองแต่ติดหรือโอ๊ตมันบานสลายบองเตะมันไม่เตะโอ๊ตสารพิบให้ถ้าโอ๊ตสลายบองนี่เจ๊ไอ้โดนหน้าสลายบองนุ๊กต่อปุ๋ยยังเติมโปรกาปรับปุกเกตถ้าปุ๋ยยังนางรีบกาเป้เวลีเลือนนะบนเตปิจะเป็นจางในโรงกรรวยใบดงกะไว้ตระบานจับไส้เลบันไดสถานีตูรตัวตูเตียงประเทศกัมพูชีนี่จึกสายพิบยนต์มวยได้ตัวบางการกำโตอย่างจรานก็ปีสำนักตัวสนิทจนให้เรื่องนี้นังจะเป็นจางในเลือสถานีตูรตัวจันในใครกล่าวนี้สุริยาบานจะเจนปีประเทศไทยเนียงแต่ทัวการจมวยลูกฟอนเจ้าลีวิงบรรดาปีเรื่องใบดงเป็ดบานจับสายเนียงบางคลายตัวเจียเนี่ยเดินนำเรื่องมาเนี่ยเราชนะให้ตัวบางปีรางวัลประจำประเทศเตียดพองเป็นนิการงีระบเนียงกำปงแต่ใจจังอ่อนนะเนียงกำปงแต่เชียนเชิงดาวชุบตมกดำไปเอาไปพบโลกบานสกัลเนียงตัวใบจียังนี่ใดก่อนเนียงขมิ้นอมน้องจะเจ้าสระกำนาระบคลุนได้เป็นนี้เนียงกำปงเดินนำการสำได้เรื่องมวยในประเทศจันให้เนียงนั่งตลับหมดสระเว้นในเป็นได้เรื่องนี้บรรจบเวทดอกชน้ำปีเปือนมาไพ่ปรามใบดงเป็ดคือจิตมัวสลามสลับปะมวยแต่เมียนติดตั้งในริคณีพนมเป้งนั่งสาขามวยติดในกรงซิมรีบสลานิจีสลาได้บงเรียนปีกาเชียงกาไตนิปวนนังกาสมไดนิจีโอกาสมวยสำหรับยุวชนกัมพูชีได้อาจบังฮังปีเตกวสอลนังบังการสมรรถภาพจุมนี้ระบบคล้วนได้เมียนตั้งปีกำนัดเมาส้มจำถามนงโจกนงสลานิบานไปจนถึงออสเตรเลียลองกัดกาประลองมวยได้เมียนกรมยุวชนเบดงเป็ดจีกณะกรรมการโดยจีเปนิหิงจังส้มอันเจนปอนชมกันวิจัดโจกนงบรรทุกประลองจุมรีบสู่บาดสู่สไดปอนแต่ปอนประลองเลยวิญญาซาไว้บาดคือจำเรียงจับดามเต็งจังวัดสนามยมบานบรรเลอลางคราวไปจำเรียงตระบานบรรจับสำนัวก็เจ้าหลังสำเล้งปีรัวการเชี่ยงก็บานละอปันตาเหตุเอาไว้กับโอนจะเรื่องยกบัตรนี้มาประลองบาดบานจะจำสำหรับจัดยกบัตรนี้มาประลองโปรบัตรนี้ทัวเอาขยมยมโดยมันคล้ายคณะกรรมการดักเป็นตุสำเล้งใส่กึลเลื่อนลือหลังสำนัวก็สู้บรรทอตีโอนนิยเลนเตเมนเตบาดขยมอัดนิยเลนเตไปดักขยมสนับบัตรนี้ขยมมีนจำเนื้อจัดให้อนาคตขยมเจือทาขยมนังอาจฝึกบานคือเฟิร์บัตรเพลงดักครูนไอเชียงครูนไอนังมันจำลองบัตรปีบอลเตไหลโอนปัจจุบันจำเนื้อจัดนะเนาะบาดจับโอนชายบอกเมื่อถามบัตรนี้ในปวนดาวหนนะครองชนำนะในเป็นนาบัตรนี้คือในปวนดาวเนี่ยครูซาวินิตครองชนำปีเปือนดับมวยการลุกกระเติบแต่ยุดับรำใบแต่ดับรำบุญชนำปนนบัตรเพลงนี้กัดแล้วในเป็นได้เนี่ยครูเรียนเล่นพิจารณาแต่เตาลูกครูพิจารณากลมหกอัลกัดในเป็นได้กัดเรียนเหมือนใจคณะกรรมการแต่งอ่อนยมยังสระแต่เราอยู่ไปจนไว้เขมรแต่เมียนจมเนื้อจัดมันเนี่ยนี่ให้ก็บรรทอสำนวนแต่ตีดอันจังตับโอนดังเต้ทาลูกครูพิจารณาในเป็นนุจีนนะสมโต๊ะขยมอัดดังเตะจังมันตับปีกาประลองหายปอนคอมเพล็กซ์รายชื่อเราลูกครูจานโนนุพองดับบานเตะปอนจับหายขยมจับหายออกก้นโลกคณะกรรมการอนุญาตเอาอยู่วิจารณ์การวิจัดจับขนมวิญญาณจำเรียงปนใต้กันเติมดังในได้ขนมจำนำไปกิจถึงออกก็มีไปกิจจิตราเนี่ยตระตระลับเติบเตียวเป็นดังการสอบสดายได้เป็นนิสริยากำปงโชยยมสำลังเตวินิดดากำปงมองเรียนซักปีกาเสกบัดเพลงวันเตปีเป็นจับการมองเรียนไฮเตวินิดดาดำร้องตลกเนียงจำเรียบสู้เนี่ยเนียงเมื่อแต่ไอมีใครสอบนักของการมองเรียนซักยังไม่สอบสบายเตจ้าสอบสบายเจ้าเนี่ยเนียงเว้นขยมโดยนี่ขยมมองมาดองนี้จองสู้เนียงพาตาสลาเนียงในตัวครูในเดินนำเรื่องติดเตเนี่ยเนียงโยโปรมองเรียนในตีนี้ให้แต่เนียงในตัวเตจ้าคือตัวมวยหรือเยนี้ขยมสบายนังกลางลิสเตอร์แต่พลิกลุนแต่หายเป็นนิชมจังสำราดาวเวนแต่ขยมเติร์เตใบคุณถูกบอกขยมเติร์คมิงดังนุ่มดองหายโดยนี้เมียนไตสลาดบอลนิงเตได้อาจเอาขยมโจรการบานเมื่อเตเนี่ยเนี้ยปัจจิริรีนะเนี้ยก็โดยนี้เติร์หายขยมลือทาสลาดบอลนิ้งเตียงครูเตียงซักสับแต่มีเบ็ดดงเป็ดขมิ้นคลายคลายเตเมนเตประกาศหายในเย็นเจ๊ขยมจะเจ๊จมวยเนียงยูหายไม่มันเคยบองไปจัดเมนเตแต่โอ้รู้ว่าเฟอร์ไอ้นักโกนยมหายเคยเต้โซดิยังเงี้ยมาโรมาจากสำเร็จเคยจะมาเชี่ยวปิดจัดได้กำปงโปโกนได้โจเมานี่เหรอเชี่ยดาราจมเรียงหลับใบโซดิยังป้อนได้จำจำได้อะจมเรียบซัวมิงตะโกนนี่จะโกนใส่บองนังวินิดเอ๊ะเตอร์ให้กูเอาสลายนะนี่อายุประมาณชนะให้นัง7 ชนะให้มอกมิงโปมันติดมอกเมียนประเลิงนะตานี่พวกแกเนี่ยหักโดยจริรีคลังนะแต่เป็นนี่ดาราตระจ่าเรียกทำไมสถัดในครองใบดงอยู่เอาไว้มันเป็นสำเนียงปี7ครองระยะเป็นดับปรำชนะมนติดเลยแต่คือเจดาราทำไมได้เจนปีเซลาเซลปะใบดงเป็ดนุกคือโลกันวิจัดบนโลกทำไมปีมวยจำเนินแต่มวยจำเนินบานริดดอกดาหลัง
ពួកគេម្នាក់ពេញដោយសមត្ថភាពនិងឆន្ទៈបង្កើតនៅអ្វីដែលជារបស់ខ្លួនគ្មានការលួចចម្លងពីបរទេសឡើយវិនិតសូរិយាសាវីណារួមទាំងយុវជនអតីតក្រុមបេះដូងពិតអង្គុយសម្លឹងទៅលើវេទិកាដែលកាន់វិចិត្រកំពុងសម្ដែងដោយស្នាមញញឹមនិងមោទកភាពរឿងបេះដូងកវីសូមបញ្ចប់ដោយបរិបូរណ៍សូមអរគុណសម្រាប់ការតាមដានតាំងពីភាគដំបូងរហូតដល់ទីបញ្ចប់ញញឹម